ប្រហែលគ្រឿងនោះទេលោកហ៊ុនសែនក៏ដឹងច្បាស់ហើយគាត់និយាយតែថារថក្រោះនោះមិនដល់ 10% នៃរថក្រោះដែលកម្ពុជាមានបច្ចុប្បន្នទេប៉ុន្តែចំណុចសំខាន់គឺលោកហ៊ុនសែនអត់ប្រើរថក្រោះអត់ប្រើអាវុធនឹងទៅការពារទឹកដីព្រំដែនទេពីព្រោះកាលណាប្រើរថក្រោះប្រើអាវុធយុទ្ធភ័ណ្ឌទៅបំពាក់កងទ័ពនៅតាមព្រំដែនគឺស្មើនឹងបំពាក់ឲ្យកងទ័ពដែលមានស្វាមីភ័ក្រអាចនិយាយអញ្ចឹងឬក៏ដែលមានចិត្តស្មោះត្រង់ឬក្រោមអធិបុលក្រមទាបានអញ្ចឹងគាត់អត់បំពាក់ទេតើតែគាត់រៀបចំបានឲ្យកងទ័ពនឹងស្ថិតនៅក្រោមកណ្ដាប់ដៃគាត់ល្មមហើយពេលហ្នឹងគាត់អាចបំពាក់ខ្លះណាកងទ័ពនៅតាមព្រំដែនហើយមែនតែទៅប្រសិនបើរឿងហ្នឹងវាដល់កម្រិតមួយដែលថាលោកហ៊ុនសែនអួតក្អេងក្អាងរបៀបហ្នឹងណានោះមិនមែនជារឿងហ៊ុនសែនទៀតទេខ្ញុំមិនជឿថាជារឿងហ៊ុនសែនទេអាចវាជាការចាញ់លបែងឬក៏ល្បិចនយោបាយរបស់បរទេសហើយបរទេសដែលខ្ញុំមើលឃើញទំនងជាមិនចឹងទេអាចមានណាពីព្រោះអីប្រសិនបើមានបរទេសនៅពីក្រោយឲ្យលោកហ៊ុនសែនលោតដើម្បីយកកម្លាំងហ្នឹងទៅវាយថៃក្នុងស្ថានភាពបែបហ្នឹងណាកាលណាវាយថៃក្នុងស្ថានភាពបែបហ្នឹងថៃមានហេតុផលក្នុងការវាយមកវិញហើយថៃមានហេតុផលវាយមកវិញហើយកុំភ្លេចថាហ៊ុនសែនរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនហើយនិងវៀតណាមគេមានកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមករឿងការពារសន្តិសុខអញ្ចឹងបើថៃវាយចូលជ្រៅអាហ្នឹងជាការបង្កើតលេសឲ្យថៃវាយចូលជ្រៅរួចហើយវៀតណាមអនុវត្តកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនវៀតណាមគេមកជួយអាហ្នឹងវាទៅជាការប្រយុទ្ធគ្នារវាងវៀតណាមហើយនឹងថៃនៅលើទឹកដីនៃប្រទេសកម្ពុជាហើយបើប្រយុទ្ធគ្នារបៀបហ្នឹងណាมันអាចបញ្ចប់ទៅដោយឈ្នះចាញ់សម្លាប់គ្នាដោយសង្គ្រាមនេះវានឹងបញ្ចប់ទៅដោយកិច្ចព្រមព្រៀងមួយហើយបើថៃនិងវៀតណាមប្រយុទ្ធគ្នាគឺវាច្បាស់ជាកិច្ចព្រមព្រៀងហ្នឹងថៃនិងវៀតណាមជាអ្នកធ្វើហើយបើទោះបីជាមានហត្ថលេខារដ្ឋាភិបាលក្រុងគ្រួសារហ៊ុនក៏ដោយបើថៃនិងវៀតណាមជាអ្នកធ្វើដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរបៀបហ្នឹងណាគឺស្មើនឹងបែងចែកទឹកដីកម្ពុជាជាពីរមកខាងថៃមកខាងវៀតណាមដូច្នេះអ្វីដែលខ្ញុំបារម្ភណាភាពក្អេងក្អាងរបស់លោកហ៊ុនសែនរឿងដែលខ្ញុំបារម្ភបំផុតមិនដឹងថាគាត់ក្អេងក្អាងដោយសារតែគាត់ចង់អួតថាគាត់ខ្លាំងមែនឬក៏គាត់ក្អេងក្អាងដោយសារតែមានបរទេសនៅពីក្រោយប៉ុន្តែរបៀបក្អេងក្អាងដែលមិនបានត្រៀមទុករួចជាស្រេចឬក៏ជាមុនបែបនេះគឺអាចធ្លាក់ចូលអន្ទាក់ថៃហើយនិងវៀតណាមពីព្រោះឥឡូវថៃនិងវៀតណាមកងទ័ពគេកាន់តែជិតស្និទ្ធគ្នាប្រសិនបើវៀតណាមហើយថៃគេហៅថាបោះនៅគេហៅថាកលល្បិចដើម្បីឲ្យលេងរបៀបហ្នឹងទីបំផុតទៅគេដល់ចំណុចចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងថៃនិងវៀតណាមនៅលើទឹកដីនៃប្រទេសកម្ពុជាគឺបែងចែកទឹកដីនៃប្រទេសកម្ពុជាជាពីរដោយថៃនិងវៀតណាមតែម្ដងប្រវត្តិសាស្ត្រកុំភ្លេចប្រវត្តិសាស្ត្រកម្ពុជាឲ្យសោះបាទថៃក៏ដោយវៀតណាមក៏ដោយនៅពេលដែលវាយគ្នាសូមចេញណាខ្ញុំសូមកាត់លោកកឹមសុខត្រង់ចំណុចហ្នឹងគ្រាន់តែចាប់អារម្មណ៍ចេះថានៅក្នុងពេលដែលយើងកំពុងតែមានភាពល្អកកខ្លាំងជាមួយនឹងប្រទេសថៃដូចខ្ញុំបានជំរាបជូនពីដើមកម្មវិធីអញ្ចឹងថាស្រាប់តែទំនាក់ទំនងកម្ពុជានិងវៀតណាមហាក់ដូចជាត្រូវបានពង្រឹងបន្ថែមទៀតការឈានទៅបញ្ចប់អាស្តុបអនុស្សាវរីយ៍កម្ពុជាវៀតណាមហ្នឹងនឹងធ្វើចប់ឆាប់ហ្នឹងហើយក៏លោកហ៊ុនម៉ាណែតពេលដែលជួបមេដឹកនាំវៀតណាមហ្នឹងក៏គេនៅតែផ្ដាំឲ្យជួយមើលការខុសត្រូវយកចិត្តទុកដាក់ទៅលើជនជាតិវៀតណាមដែលកំពុងនៅកម្ពុជាជាងជាដើមហាក់ដូចជាវាស៊ីគ្នាទៅនឹងអ្វីដែលលោកកឹមសុខកំពុងតែវិភាគនឹងមានន័យថាហាក់ដូចជាកម្ពុជាហ្នឹងមានភាពល្អមែនទែនជាមួយនឹងវៀតណាមនៅក្នុងកលៈទេសៈបែបនេះបាទជាមួយវៀតណាមប្រើតែឃ្លាគន្លឹះពីរយកកម្ពុជាបានហើយទី1វៀតណាមស្នើឲ្យមើលជនជាតិវៀតណាមនៅកម្ពុជាស្នើឲ្យផ្ដល់ឯកសារស្របច្បាប់ដល់ជនជាតិវៀតណាមស្នើឲ្យផ្ដល់ដីសម្បត្តិដល់ក្រុមហ៊ុនវៀតណាមជនជាតិវៀតណាមនៅប្រទេសកម្ពុជាពាក្យស្នើរបស់វៀតណាមហ្នឹងគឺស្មើនឹងបញ្ជាព្រោះអាយ៉ងគេគឺស្មើនឹងបញ្ជាភាសាស្មើនឹងភាសាស្នើនឹងវាគ្រាន់តែជាភាសាការទូតទេតាមពិតបញ្ជាទី2គឺគេប្រើតែឃ្លារក្សាសន្តិសុខប្រទេសទាំងពីរគេអាចជួយគ្នាទៅវិញទៅមកបានហើយគេមានកិច្ចព្រមព្រៀងរួចហើយកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលកិច្ចព្រមព្រៀងរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកកុម្មុយនីសវៀតណាមកិច្ចព្រមព្រៀងរវាងគណៈបកកុម្មុយនីសវៀតណាមគណៈបកប្រជាជនកម្ពុជានិងគណៈបកកុម្មុយនីសឡាវកិច្ចព្រមព្រៀងរក្សាសន្តិសុខហ្នឹងគឺធ្វើរួចហើយតាមពិតទៅកម្លាំងរបស់ថៃបើសិនបើគេហ៊ានវាយមែនទែនណាគេមិនញញើតរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនទេប៉ុន្តែរឿងដែលគេញញើតគឺគេញញើតវៀតណាមដែលជាចៅវាយក្រុមគ្រួសារហ៊ុនអញ្ចឹងហើយនៅពេលដែលថៃវាយចូលទឹកដីនៃប្រទេសកម្ពុជាណាក្នុងពេលហ្នឹងថៃពង្រឹងនៅកិច្ចសហប្រតិបត្តិការយោធាជាមួយវៀតណាមតាំងពីថ្នាក់ក្រោមដល់ថ្នាក់កំពូលគឺចេញចូលជាមួយវៀតណាមការចេញចូលហ្នឹងច្បាស់ជានិយាយគ្នាហើយថាអាចវាយត្រឹមណាយកត្រឹមណាដូច្នេះវាជាកលល្បិចមួយដែលយើងតាមមិនទាន់ទេរដ្ឋាភិបាលក្រុងគ្រួសារហ៊ុននឹងតាមមិនទាន់ថៃនិងវៀតណាមទេអញ្ចឹងហើយបានជាខ្ញុំបញ្ជាក់ជូនបងប្អូនតាំងពីដើមមកថាបើមិនដូររដ្ឋាភិបាលក្រុងគ្រួសារហ៊ុនចេញពីអំណាចទេ
ដើមមិនទាន់ល្បិចថៃនិងវៀតណាមក្នុងការហែកយកទឹកដីនៃប្រទេសកម្ពុជាឡើយ បាទអញ្ចឹងនិយាយដោយខ្លីបើតាមទស្សនៈរបស់លោកកឹមសុខគឺការដែលក្អេងក្អាងរបស់លោកហ៊ុនសែននៅពេលនេះក៏អាចកើតមានមួយចំណែកដោយសារតែគាត់អាចធានាបាននៅការជួយឧបត្ថម្ភគ្រប់គ្រងពីវៀតណាមដែរបើក្នុងករណីមានការឈ្លានពានទ្រង់ទ្រាយធំពីសំណាក់អយោធាថៃអាចនិយាយចឹងដោយខ្លីបានទេលោកកឹមសុខបាទបានជាគាត់ហ៊ានអាចនិយាយចឹងមកវិញបាទអាចនិយាយចឹងដោយខ្លីបានថាមានការធានាមួយពីវៀតណាមប្រាប់រដ្ឋាភិបាលក្រុងគ្រួសារហ៊ុនថាបើទោះបីជាមានចំនួនថៃវៃចូលបណ្ណាថៃអុកលុកបណ្ណាតែវៀតណាមគេធានាថារក្សាអំណាចក្រុងគ្រួសារហ៊ុនឲ្យបានពីព្រោះគេអាចនិយាយជាមួយថៃបានគេក៏អាចរក្សាសន្តិសុខជុំវិញទួលកសាំងឬក៏នៅក្នុងតំបន់នៃអំណាចក្រុងគ្រួសារហ៊ុនបានគេអាចធានាបានប៉ុណ្ណឹងចឹងហើយបានជាលោកហ៊ុនសែនចេញមកក្អេងក្អាងហ្នឹងហ៊ានមកចេញក្អេងក្អាងក្នុងដំណាក់កាលចុងក្រោយហ្នឹងបន្ទាប់ពីស្ងាត់ត្រូវគេវាយរហូតដល់មិនហ៊ានតនឹងគេនោះបាទហ្នឹងហើយលោកកឹមសុខក្រៅពីការថ្លែងសារហ្នឹងយើងឃើញហើយរឿងខ្លះដែលមិនគួរធ្វើសោះប៉ុន្តែគាត់ចង់បង្ហាញសាច់ដុំគាត់ក៏ធ្វើវាឧទាហរណ៍ការដែលចុះទៅក្នុងរោងចក្រផលិតអាវក្រោះរបស់ដូចថាឯកសណ្ឋានយោធាអីហ្នឹងតាមពិតកន្លែងអស់ហ្នឹងអាហ្នឹងដែលគួរតែជាកន្លែងមានការគេហៅថាប៉ះពាល់សន្តិសុខជាតិកន្លែងដែលយើងផលិតគ្រឿងការពារខ្លួនយើងមិនគួរបង្ហាញឲ្យជាសាធារណៈបែបហ្នឹងសោះប៉ុន្តែលោកហ៊ុនសែនបែរទៅជាដល់ពេលអញ្ចឹងគាត់ទៅជាបង្ហាញជាសាធារណៈគាត់មានមោទនភាពវិញដល់ពេលអ្នកសារព័ត៌មានគាត់ថតរូបមកប៉ាក់ឃើញមានមីនអីតិចតួចអ្នកខ្លះគាត់និយាយ comment អីតិចតួចក៏ចាប់ប្រជាប្រដ្ឋដាក់គុកបានដែរនេះដែលខ្ញុំចាប់អារម្មណ៍ថានៅពេលដែលគាត់ចង់ធ្វើអីមួយគាត់ចង់បង្ហាញសាច់ដុំរបស់គាត់អារឿងសន្តិសុខជាតិគាត់អត់ខ្វល់បណ្ដោយគាត់ទៅបង្ហាញអីអញ្ចឹងវិញនេះគឺជាការចាប់អារម្មណ៍ដែលអ្នកប្រជាប្រដ្ឋជាច្រើនបាន comment ដែរបាទលោកយ៉ងចន្ទរាយើងមើលសកម្មភាពក្អេងក្អាងរបស់លោកហ៊ុនសែនណាប្រសិនបើគាត់ជាជនស៊ីវិលខ្ញុំអត់មាត់អត់កអីទេប៉ុន្តែគាត់ជាមេដឹកនាំកម្ពុជាជាមេតបកម្ពុជាលើគេលើឯងទៀតហើយចរិតអួតក្អេងក្អាងរបៀបគាត់ជាមេដឹកនាំយោធាកម្ពុជាណាខ្ញុំអាចនិយាយថាជាការល្ងងខ្លៅបំផុតក្នុងនាមជាមេតបកម្ពុជារបស់ប្រទេសល្ងងខ្លៅត្រង់ណាឧទាហរណ៍គាត់ប្រើពាក្យអួតថារថក្រោះដែលដឹកមកពីចិននោះមិនដល់ 10% នៃរថក្រោះនៅក្នុងប្រទេសកម្ពុជាផងទៅនិយាយអញ្ចឹងទៅអីគ្មាននរណាគេដែលបង្ហាញថាខ្លួនមានសភាវុធប៉ុន្មានទេគេអត់ដែលបង្ហាញទេឧទាហរណ៍អាមេរិកគេមិនដឹងអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរដល់កម្រិតណាផងគ្មាននរណាដឹងទេលោកត្រាំទៅប្រាប់គេប្រាប់ឯងថាគាត់មានមីស៊ីលប៉ុណ្ណាទេដល់កម្រិតណាទេធម្មពលប៉ុណ្ណាទេគាត់បីអ៊ីរ៉ង់ផងប៉ុន្តែគាត់អត់និយាយផងរុស្ស៊ីចិនដែលគេបង្ហាញគេអត់បង្ហាញទេពីព្រោះនោះគឺជាសមត្ថភាពការពារជាតិនិងសន្តិសុខឧទាហរណ៍មួយទៀតលោកហ៊ុនសែនណាដូចខ្ញុំបញ្ជាក់ខាងដើមថាបើគាត់ជាជនស៊ីវិលខ្ញុំអត់និយាយទេហើយគ្មានការចេះដឹងខ្ញុំអត់និយាយទេប៉ុន្តែគាត់អួតថាគាត់ចេះដឹងហើយគាត់ជាមេតបអញ្ចឹងបានជាខ្ញុំនិយាយថាបើជាអ្នកចេះដឹងហើយជាមេតបនិយាយដោយរបៀបគាត់គឺជាជនល្ងងខ្លៅបំផុតឧទាហរណ៍គាត់ថាគាត់នឹងអភិវឌ្ឍវិស័យការពារជាតិមួយផ្នែកណានោះគាត់អត់បង្ហាញគាត់ថាគាត់អត់បង្ហាញមួយផ្នែកណានោះគាត់នឹងបង្ហាញនៅថ្ងៃក្រោយដើម្បីឲ្យមានការភ្ញាក់ផ្អើលតែចុះចាំបាច់ទៅនិយាយធ្វើអីអាហ្នឹងគាត់នឹងជារឿងផ្ទៃក្នុងវិស័យការពារជាតិរបស់យើងតាចាំបាច់ទៅនិយាយធ្វើអីបើសិនជាយើងចង់បង្ហាញថាយើងខ្លាំងមេដឹកនាំនៅលើពិភពលោកមេដឹកនាំកម្ពុជាក៏ដោយមេតបក៏ដោយគេនិយាយតែមួយប្រយោគទេគឺថារក្សាស្មារតីជំហរការពារទឹកដីដល់ទីបញ្ចប់មិនឲ្យអ្នកណាមកឈ្លានពានបានទេទោះបីអ្នកឯងខ្លាំងប៉ុណ្ណាក៏ដោយអាហ្នឹងគឺគេរក្សាជំហរអញ្ចឹងមិនបង្ហាញគេថាខ្ញុំមានប៉ុណ្ណេះខ្ញុំមានប៉ុណ្ណោះខ្ញុំមានអាវុធប៉ុណ្ណេះខ្ញុំមានអាវុធប៉ុណ្ណោះអាហ្នឹងគឺចាប់បាត់ហើយអាហ្នឹងធ្លាប់ខ្ញុំធ្លាប់ឮលោកគុណគីមធ្លាប់និយាយកាលលោកគុណគីមគាត់នៅធ្វើជាមេតបគាត់និយាយថាពេលដែលធ្វើសមយុទ្ធទៅអាវុធខ្លះបាញ់ចេញអាវុធខ្លះបាញ់មិនចេញខ្ញុំថាមេតបអីក៏ល្ងងម៉េចគេមិនដែលប្រាប់សត្រូវថាអាវុធខ្លះបាញ់ចេញអាវុធខ្លះបាញ់ចេញទេគេមិនឲ្យសត្រូវដឹងឡើយបើសត្រូវដឹងគឺចាប់បាត់ហើយឧទាហរណ៍មួយទៀតលោកហ៊ុនសែននិយាយវិលមកលោកហ៊ុនសែនចុះលោកហ៊ុនសែនគាត់និយាយក្នុងពេលចុងក្រោយគាត់ថាដល់តែពេលត្រូវការមែនទែនទៅយើងអត់មានអាវុធគ្រប់គ្រាន់ពាក្យមួយហ្នឹងណាខ្ញុំចង់គាំងលោកយ៉ងច័ន្ទរាខ្ញុំចង់គាំងស្ដាប់លើពាក្យគាត់ទោះបីជាគាត់ជាមនុស្សបែបណាក៏ដោយគាត់ជាមេដឹកនាំខ្មែរហើយយើងជាខ្មែរដល់តែពេលគាត់និយាយថាដល់តែពេលត្រូវការមែនទែនអាវុធយើងមិនគ្រប់សភាវុធយើងមិនអាចតតាំងនឹងគេបានអានោះមានន័យថាម៉េចមានន័យថាថៃអង្គុយញឹមណាថៃវាយថ្ងៃណាក៏បានដែរអញ្ចឹងថៃអុកថ្ងៃណាក៏បានដែរអញ្ចឹងថ្ងៃក្រោយថៃមិនបាច់ប្រើកម្លាំងអីទេប្រើតែជនស៊ីវិលមកពាត់យកទឹកដីនៃប្រទេសកម្ពុជាតាមចិត្តបានបាត់ហើយពីព្រោះហ៊ុនសែនថាអត់កម្លាំងផងអានឹងហើយគឺជាភាពល្ងងខ្លៅរបស់មេដឹកនាំខ្ញុំស្ដាប់ទៅគេសួរខ្ញុំថាចុះមិនឆ្លើយតបខ្ញុំថាមិនឆ្លើយតបទាំងម៉េចឆ្លើយទៅវាស្ដោះលើទ្រូងឯង
ពីព្រោះមេដឹកនាំរបស់យើងវាល្ងងពេកមេដឹកនាំនៅកម្ពុជាណាទោះបីជាមិនតំណាងឲ្យយើងទោះបីជាមិនឆ្លងកាត់ការបោះឆ្នោតឲ្យសេរីត្រឹមត្រូវនិងយុត្តិធម៌ក៏ដោយប៉ុន្តែពួកគាត់កំពុងតែត្រួតត្រាដែនដីមិនគួរណាល្ងងខ្លៅដល់ប៉ុណ្ណឹងទេសូមនិយាយប៉ុណ្ណឹងទៅចុះ បាទឯលោកកឹមសុខជាថាគាត់ចឹងគាត់ឪបណ្ឌិតបាទលោកកឹមសុខតិចទៀតខ្លាចជាតាបណ្ឌិតតានយករដ្ឋមន្ត្រីអីទៀតនោះមិនថាគាត់ចឹងបាទ គាត់ចេះតែអួតទៅរឿងឪបណ្ឌិតចាក់តាបណ្ឌិតតាទួតបណ្ឌិតអីអានោះវាមិនមែនជារឿងសំខាន់ទេនៅក្នុងវិស័យការពារជាតិនិងអភិវឌ្ឍប្រទេសជាតិនោះកុំថាឡើយឪបណ្ឌិតតាបណ្ឌិតចង់បណ្ឌិតខ្លួនឯងក៏ដោយបើកាលណាគ្មានសមត្ថភាពនយោបាយច្បាស់លាស់ពិតប្រាកដជាក់ស្ដែងបើកាលណាគ្មានវិធីចាត់ចែងឲ្យប្រកបប្រជាក្នុងការជួយប្រជាពលរដ្ឋនិងការពារប្រទេសជាតិកុំយកពាក្យបណ្ឌិតនឹងមកនិយាយពាក្យបណ្ឌិតហ្នឹងវាទៅជាសារវាទៅជាអន់ទៅវិញណាអន់ជាងគេណាខ្លួនរៀនដល់បណ្ឌិតទៅជាមិនអាចគ្រប់គ្រងប្រទេសបានដូចជាហ៊ុនម៉ាណែតអញ្ចឹងដំបូងពេលដែលគាត់ប្រុងឡើងធ្វើជានាយករដ្ឋមន្ត្រីអ្នកខ្លះក៏ឲ្យតម្លៃគាត់ជាបណ្ឌិតគាត់រៀនបណ្ឌិតពីអង់គ្លេសគាត់រៀនសាលាបណ្ឌិតយោធានៅសហរដ្ឋអាមេរិកប៉ុន្តែដល់ពេលគាត់មកដឹកនាំសូម្បីតែប្រកួតទៅធ្វើនាយករដ្ឋមន្ត្រីគាត់អត់ហ៊ានប្រកួតផងទៅធ្វើនាយករដ្ឋមន្ត្រីតាមបាក់ខ្យល់របស់ឪដល់អញ្ចឹងអាតម្លៃបណ្ឌិតរបស់គាត់ហ្នឹងឥឡូវគ្មានអាណាដឹកនេះទេអត់មានអាណាដឹកនេះទេវាអត់មានតម្លៃតែពិតយើងឃើញមែនសូម្បីតែនៅខាងភាគីថៃអ្នកប្រើបណ្ដាញសង្គមរបស់ថៃមួយចំនួនក៏ចាប់ផ្ដើមចំអកលក់លើដាក់សមត្ថភាពពិតប្រាកដរបស់លោកហ៊ុនម៉ាណែតដែរដែលស្ពាយសញ្ញាបត្រពី West Point ទៅប៉ុន្តែมันបានជួយអីធំដុំសម្រាប់ការការពារជាតិនេះហើយតែពិតអ្វីដែលលោកហ៊ុនសែនគាត់មានប្រសាសន៍ហ្នឹងមកចំណែកណានោះគាត់ដូចជាទៅសុំវល់ទៅលន់តួប្រាប់ប្រជាពលរដ្ឋទៅតួកំហុសដើម្បីឲ្យគេមើលទៅឃើញថាគាត់គួរអាណិតប៉ុន្តែតាមពិតគាត់ក៏កំពុងតែជន់ឈ្លីទៅលើសញ្ញាបត្រកូនរបស់គាត់ឲ្យស្ពាយពីបរទេសមកដែរដោយលោកកឹមសុខបានដឹងហើយលោកហ៊ុនម៉ាណែតមុនខ្លាយជានាយករដ្ឋមន្ត្រីកាន់សឹងគ្រប់អង្គភាពតបសំខាន់ប៉ុន្តែមិនទាំងបានជួយអភិវឌ្ឍមិនទាំងបានមើលឃើញពីកំសោយនៃវិស័យការពារជាតិយើងផងរហូតដល់លោកហ៊ុនសែនគាត់បានសារភាពថាគាត់ដឹកនាំជាង40ឆ្នាំហ្នឹងមិនបាននឹកឃើញដល់ការពង្រឹងវិស័យការពារជាតិទុកចិត្តគេពេកមិននឹកស្មានថាមានសង្គ្រាមអីបែបហ្នឹងហើយចុះកូនរបស់គាត់ដែលយើងអ្នកជំនាញតាំងខ្លួនជាអ្នកជំនាញមកពីបរទេសខាងផ្នែកយោធាហ្នឹងយើងមិនជួយអភិវឌ្ឍទៅបើឪនឹកមិនឃើញរឿងហ្នឹងហេតុអីបានកូនមិនអាចនឹកឃើញរឿងហ្នឹងដែរហ្នឹងហើយដែរបាទលោកយ៉ងចន្ទរាសុំនិយាយប្រហែលម៉ាត់អាកន្លែងហ្នឹងបាននេះបាទសុំជើញបាទយូរទៅអួតទាំងឪទាំងកូនអួតហួសប្រមាណអួតជ្រុលឪនោះអួតរហូតទៅដល់ខ្លួនឯងជាមេយុទ្ធសាស្ត្រធំគេចូលយកដីហើយហ្នឹងណាហើយខ្លួនទៅឈរនៅខាងមុខពលរដ្ឋរាប់រយអ្នករាប់ពាន់អ្នកដែលកំពុងបាត់ដីហើយទៅអួតថាខ្លួនជាមេយុទ្ធសាស្ត្រកូនវិញតាំងពីឡើងមកដល់ពេលនេះអួតថាប្រទេសកម្ពុជាឥឡូវហ្នឹងរីកដីធំជាង 181,035 គីឡូម៉ែត្រការ៉េទៅទៀតអាគេកំពុងយកដីខាងវៀតណាមក៏កំពុងយកដីខាងថៃក៏កំពុងយកដីក៏ប៉ុន្តែហ៊ុនម៉ាណែតទៅអួតថាដីស្រុកខ្មែរឥឡូវរីកធំជាង 181,035 គីឡូម៉ែត្រទេអញ្ចឹងណាបានន័យថាម៉េចវាអត់តម្លៃមួយវិញទៀតនៅពេលដែលលោកហ៊ុនសែនគាត់ថាគាត់ខុសហើយមិនមែនហ៊ុនម៉ាណែតខុសទេខ្ញុំថាអង្កលបានឲ្យលោកហ៊ុនម៉ាណែតខុសឥឡូវហ្នឹងគាត់ដឹកនាំប្រហែល3ឆ្នាំហើយនេះមិននៅសហរដ្ឋអាមេរិកចិត្តចាប់មកអាណត្តិហើយនៅស្រុកខ្មែរនៅសល់តែ2ឆ្នាំទៀតចាប់មកអាណត្តិហើយដឹកនាំឡើងជាងកន្លះអាណត្តិហើយថាមិនមែនជាកំហុសរបស់ហ៊ុនម៉ាណែតចាប់ហ្មងហើយបើនិយាយអំពីហ៊ុនសែនវិញគាត់ថាគាត់ខុសដែលទុកចិត្តថៃពេកគាត់ខុសដែលមិនពង្រឹងកងកម្លាំងប្រដាប់អាវុធអាហ្នឹងស្មើនឹងលោកហ៊ុនសែនសារភាពថាគាត់ខុសដែលមិនបានការពារជាតិហើយបងប្អូនគិតមើលលោកយ៉ងចន្ទរាមេដឹកនាំម្នាក់ណាប្រាប់លោកយ៉ងចន្ទរាប្រាប់ប្រជាពលរដ្ឋខ្មែរថាខ្ញុំខុសហើយដែលមិនបានការពារជាតិមានន័យថាម៉េចនោះពីព្រោះគាត់ថាគាត់មិនបានពង្រឹងកងទ័ពពង្រឹងកម្លាំងការពារជាតិកាលណាមិនបានពង្រឹងកងទ័ពមិនបានពង្រឹងកម្លាំងការពារជាតិស្មើនឹងមិនបានការពារជាតិប៉ុន្តែណាក៏ដោយចំណុចអតិភិបដែលសំខាន់គឺការពារទឹកដីនិងសន្តិសុខហ្នឹងហើយបើអត់បានពង្រឹងកម្លាំងការពារទឹកដីមានន័យថាអត់ការពារជាតិហើយដឹកនាំឲ្យចង់អស់ជីវិតទៅវិញទៅហើយនឹកប្រាប់ប្រជាពលរដ្ឋថាខ្ញុំខុសហើយអត់បានការពារជាតិហើយចេះផ្ទះដៃកាត់ដែរណាអ្នកស្ដាប់ចេះកាត់ដៃផ្ទះដៃអបអសាទរនៅពេលដែលលោកហ៊ុនសែនថាគាត់អត់បានការពារជាតិណាគឺធ្ងន់ធ្ងរមែនតើខ្ញុំស្ដាប់មើលទៅអូព្រះហើយប្រជាពលរដ្ឋខ្មែរស្លូតពេកហើយនៅពេលដែលមេដឹកនាំប្រាប់ថាខ្លួនមិនបានការពារជាតិផងក៏អបអសាទរដែរពិតជាហួសហេតុហ្មងណាបាទលោកកឹមសុខកន្លែងនេះក៏ខ្ញុំចាប់អារម្មណ៍ដែរអ្វីដែលលោកហ៊ុនសែនគាត់លើកឡើងហ្នឹងតាមពិតលោកសសុខេមហ្នឹងក៏ក្នុងបទសម្ភាសន៍ជាមួយលោកជនច័ន្ទបលកាម៉ាថ្ងៃមុនក៏គាត់សង្កល់ចំណុចថាប្រជាពលរដ្ឋខ្មែរហ្នឹងរៀងស្លូតមែនតើបើប្រទេសមួយចំនួនវិញគឺมันអាចនៅមកឈរចឹងបានទេគឺប្រកាសជាប្រជាពលរដ្ឋគាត់បាតកម្មទាមទារតវ៉ាมันអាចមកដល់មកឈរនិយាយចឹងផងនៅពេលដែលបាត់បង់ទឹកដីបែបហ្នឹងហើយណានេះគឺជាអ្វីដែលយើងគាត់សង្កល់ឃើញហើយខ្ញុំនិយាយចឹងសាររបស់គាត់គឺម្ដងគាត់រៀងទុនគាត់បង្ហាញចំហរៀងលន់តួសុំទោសសុំបបប្រជាពលរដ្ឋហើយសុំបង្ហាញពីចំហរបស់គាត់ទៅកាន់ភាគីថៃប៉ុន្តែកន្លះមួយឆាច់ស្អែកឡើងទៅទស្សនកិច្ចទៅមើលអាកន្លែងផលិតសពាវុធផលិតឯកសណ្ឋានយោធាហ្នឹងស្រាប់តែនិយាយថាដូនតាសម័យអង្គរកសាងអង្គរបានហើយចិត្តដូនតាជំនាន់កូនចៅជំនាន់ក្រោយរឿងអីធ្វើទំនើបកម្មយោធាអត់បានឃើញទេនិយាយមិនសមផ្សេងម្ដងថ្ងៃនេះផ្សេង
ផ្លាស់ប្ដូរចំហលឿនហ្នឹងហើយ រឿងហ្នឹងខ្ញុំក៏ចង់បន្ថែមយោបល់ប្រហែលម៉ាត់ដែរបាទពីលោកយ៉ងច័ន្ទរាទៅអួតអារឿងធ្វើអាវទាហានសម័យនេះហើយណាទៅអួតរឿងធ្វើអាវទាហានយើងគិតទៅមើលថៃគេប្រើយន្តហោះអីហើយយន្តហោះកំបាំងកាយយន្តហោះលបឿនលឿនជាងសំឡេងដូចជា F35 ហើយយើងមានអីយើងទៅទិញមកនឹកឃើញផលិតអាវពាក់ហ្នឹងទៅយើងតតាំងនឹងគេរបៀបម៉េចមែនហើយយើងដើរក្រោយគេប៉ុន្តែមិនគួរណាក្រោយគេដល់កម្រិតហ្នឹងទេទី1ក្រោយការដឹកនាំរបស់ហ៊ុនសែននេះទី2មែនហើយយើងដើរក្រោយគេប៉ុន្តែយើងទទួលស្គាល់ថាលោកហ៊ុនសែនទទួលស្គាល់ថាខ្លួនឯងខុសដើរក្រោយគេហើយមិនពង្រឹងកម្លាំងជាតិផ្សះផ្សាជាតិដើម្បីអភិវឌ្ឍជាតិឲ្យយើងព្យាយាមដើរឲ្យទាន់គេការពារជាតិយើងមិនអញ្ចឹងទៅត្រឹមតែផលិតអាវទាហានពាក់ទៅអួតថាធ្វើទំនើបកម្មយោធាសម្បើមណាប្រហែលខ្ញុំថាបើក្រុមគ្រួសារហ៊ុនដឹកនាំបន្តទៀតណាកម្ពុជារបស់យើងមានតែទឹកភ្នែកហូរឈាមនិងបាត់បង់ទឹកដីទេបាទលោកកឹមសុខមិញមានប្រសាសន៍រឿងថាប្រទេសថៃគេមានយន្តហោះបំបាំងកាយយន្តហោះអីដល់ពេលអ្នកស្ដាប់មិនថាគាត់ខមមិនថាលោកកឹមសុខអាវរបស់លោកហ៊ុនសែនបង្ហាញហ្នឹងអាវបំបាំងកាយដែរណាគាត់ដាក់រូប emoji សើចហេហេអញ្ចឹងណាបាទហ្នឹងហើយនេះទស្សនវិជ្ជាទី1ដែលខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងយើងចង់និយាយអំពីមូលហេតុអីបានជាលោកហ៊ុនសែនហ្នឹងគាត់រៀងចាប់ផ្ដើមក្អេងក្អាងឡើងវិញមានទឹកមាត់ឡើងវិញក្រោយពីដូចថារងការឈ្លានពានពីថៃហើយគាត់ស្ងប់ស្ងាត់ជាច្រើនខែមកនេះក្នុងការចុះមូលដ្ឋាននិយាយរឿងព្រំដែនហ្នឹងឥឡូវយើងងាកមកទស្សនវិជ្ជាសំខាន់ទី2ដែលខ្ញុំចង់ជជែកទស្សនវិជ្ជាសំខាន់ទី2នេះគឺវាទាញចូលក្នុងបរិបទរឿងច្បាប់ច្រើនជាងអ្វីដែលយើងបានស្ដាប់សាររបស់លោកហ៊ុនសែនហ្នឹងគឺមានចំណុចសំខាន់ច្រើនប៉ុន្តែមានរឿងមួយដែលយើងចាំបាច់ទៅជជែកគ្នាហ្នឹងគឺថាគាត់បានដាក់បញ្ជាឲ្យកងទ័ពហ្នឹងត្រូវតែថ្នាក់ថ្នមសភាពការត្រូវតែថ្នាក់ថ្នមសភាពការត្រូវតែថ្នាក់ថ្នមកុំឲ្យមានការបំពានបទឈប់បាញ់ពីព្រោះគាត់បានសន្មត់ដោយខ្លួនគាត់សន្មត់តែខ្លួនគាត់ទេអត់មានអីផ្ទៀងផ្ទាត់បានអត់មានអ្នកណាមកមានជំហរគ្រប់គ្រងគាត់ឯបែបហ្នឹងទេគាត់សន្មត់ខ្លួនគាត់ថាការប្រើកម្លាំងតបហ្នឹងគឺมันអាចទៅទៀមទាមកវិញបានទេហើយវានឹងចាញ់ធ្វើកម្ពុជានឹងចាញ់តែម្ដងចាញ់ទៅលើសមរភូមិការទូតចាញ់ទៅលើសមរភូមិនយោបាយដូច្នេះចង់ដឹងថាគាត់មានប្រសាសន៍បែបណានោះមុននឹងខ្ញុំសាកសួរលោកកឹមសុខខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទស្សនានៅសម្រងសម្ដីរបស់គាត់ត្រង់ចំណុចហ្នឹងសិនបាទសូមអញ្ជើញទស្សនាដូចតទៅបើសិនជាយើងផ្ទុះអាវុធភ្លាមយើងក្របទី1គឺជាក្របដែលប្រទេសកម្ពុជាត្រូវបរាជ័យហេតុអីយើងទទួលបរាជ័យខាងផ្នែកនយោបាយនិងការទូតដោយយើងជាអ្នកបំពេញការឈប់បាញ់តែម្ដងព្រោះកាលណាតវាយតដាំគឺយើងតែផ្ទុះអាវុធមុនណាវាជាការធម្មតាបើយើងផ្ទុះអាវុធត្រូវតែវាយតដាំគឺត្រូវតែផ្ទុះអាវុធហ្មងបើផ្ទុះអាវុធមុនមានន័យថាកម្ពុជាត្រូវទទួលការខាត់បងធំធេងទៅលើបញ្ហាតាក់ទិនជាមួយនឹងរំលោភលើបទច្បាប់អញ្ចឹងអន្តរជាតិនឹងដាក់កំហុសមកលើយើងធ្ងន់ធ្ងរហើយគេចាត់ទុកថាយើងជាអ្នកបង្កហេតុគេចាត់ទុកថាយើងជាអ្នកបង្កហេតុដូច្នេះយើងអត់ទៅធ្វើរឿងនេះទេអាហ្នឹងគឺជាបរាជ័យខាងនយោបាយនិងការទូតភ្លាមត្រូវចងចាំទៅលើចំណុចនេះហើយសូមឲ្យពួកអ្នកនិយមជ្រុលក្តាប់ឲ្យចប់បញ្ហាកុំមើលឈើម្ដងត្រូវមើលព្រៃទាំងមូលអ្នកមិនតាន់មានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីហើយក៏មិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រីដែរហើយណាស់ខ្ញុំគ្រប់គ្រងប្រទេសនេះរយៈពេល37ឆ្នាំ47ឆ្នាំរួចហើយក្នុងនោះមុខតំណែងជានាយករដ្ឋមន្ត្រី38ឆ្នាំដូច្នេះខ្ញុំស្គាល់ថាតើអ្វីគួរធ្វើអ្វីដែលមិនគួរធ្វើគួរធ្វើការបរាជ័យខាងផ្នែកនយោបាយនិងការទូតវាធ្ងន់ធ្ងរជាងការបរាជ័យខាងយោធាទៀតរបស់លោកហ៊ុនសែនហើយមុននឹងខ្ញុំជូននាទីនេះទៅកាន់លោកកឹមសុខខ្ញុំចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានស្ដាប់កម្មវិធីរបស់យើងតាមបណ្ដាញសង្គម Facebook នោះយើងហាក់ដូចជាមានបញ្ហាធ្លាក់ចុះនៃចំនួនអ្នកមើលហ្នឹងហើយប្រហែលជាអាចមានបញ្ហារអាក់រអួលខ្លះដូច្នេះលោកនាងអាចចូលមកកាន់គេហទំព័រឬមួយក៏បណ្ដាញសង្គម YouTube វិញមកគឺយើងអាចនៅដំណើរការបានដូចធម្មតាពីព្រោះថាលោកនាងអាចដាច់ការផ្សាយផ្ទាល់លើ Facebook អញ្ចឹងងាកមក YouTube វិញក៏បានដែរហ្នឹងហើយអញ្ចឹងងាកទៅលោកកឹមសុខវិញអ្វីដែលលោកហ៊ុនសែនបានមានប្រសាសន៍នោះលោកកឹមសុខបានស្ដាប់ច្បាស់ហើយគឺខ្លឹមសារសំខាន់ហ្នឹងគឺគាត់ជ្រើសរើសគាត់សន្មត់ថាការប្រើកម្លាំងហ្នឹងគឺអត់អាចចូលមកវិញបានទេហើយអ្វីដែលសំខាន់ជាងនឹងទៅទៀតបើយើងហ៊ានតែផ្ទុះអាវុធមុនទេគឺថាយើងនឹងទទួលរងនឹងការស្ដីបន្ទោសហើយនឹងចាញ់នៅលើសមរភូមិការទូតនិងសមរភូមិនយោបាយអញ្ចឹងជាដើមអញ្ចឹងតើលោកកឹមសុខមានប្រតិកម្មបែបណាបន្ទាប់ពីបានស្ដាប់នៅប្រសាសន៍របស់លោកហ៊ុនសែនត្រង់ចំណុចនេះបាទហេតុអីបានជាលោកហ៊ុនសែននិយាយថាយើងផ្ទុះអាវុធមុនគាត់យល់ថាការផ្ទុះអាវុធមុនហ្នឹងមានន័យថាម៉េចទេយើងនៅលើដីយើងការពារដីយើងកាលណាគេចូលដីយើងទោះបីជាគេចូលដោយរបៀបណាក៏ដោយគេស្ពាយអាវុធចូលមិនបាញ់ឬក៏គេបាញ់មុនក៏ដោយគឺយើងត្រូវតែប្រមានចំណេះប្រមានគេចូលលើកទី1ប្រាប់ថាឯងចូលហើយចេញវិញ
ព្រមានលើកទី2បើអ្នកឯងមិនចេញចូលដល់ព្រមានលើកទី3ខ្ញុំបាញ់ហើយគឺអានឹងជាសិទ្ធិការពារខ្លួនដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិគេអត់និយាយពីការព្រមានទី1ទី2ទី3អីទេគេនិយាយពីសិទ្ធិការពារខ្លួនហើយសិទ្ធិការពារខ្លួននេះណាមិនមែនធ្វើឲ្យយើងចាញ់ប្រៀបនៅលើនយោបាយការទូតហើយនឹងនយោបាយអន្តរជាតិទេអត់ទេយើងចាញ់ប្រៀបការទូតលុះត្រាណាតែយើងមិនបង្ហាញសហគមន៍អន្តរជាតិឲ្យច្បាស់ថាតំបន់ហ្នឹងទឹកដីយើងបញ្ជូនព័ត៌មានដល់គេបញ្ជូនផែនទីដល់គេឲ្យគេទៀងទាត់មើលថាយើងបាញ់ដើម្បីការពារទឹកដីរបស់យើងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិយាយច្បាស់ណាស់កាលណាមានការឈ្លានពានយើងអាចប្រើសិទ្ធិការពារខ្លួនសិទ្ធិការពារខ្លួនទី1រដ្ឋាភិបាលនិងកងទ័ពមានសិទ្ធិការពារខ្លួនពីការឈ្លានពានហើយមិនត្រឹមតែរដ្ឋាភិបាលនិងកងទ័ពទេណានៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិសូម្បីតែពលរដ្ឋធម្មតាក៏មានសិទ្ធិការពារខ្លួនដែរពលរដ្ឋហ្នឹងបងប្អូនឧបមាបងប្អូនភាសាបងប្អូននៅតាមព្រំដែនបងប្អូនអាចប្រមូលផ្ដុំគ្នាការពារខ្លួនបានមិនដឹងថាបងប្អូនមានអាវុធប៉ុណ្ណាឬបងប្អូនមានលទ្ធភាពប៉ុណ្ណាទេប៉ុន្តែធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផ្ដល់ឱកាសឲ្យបងប្អូនការពារខ្លួនប្រសិនបើមានការឈ្លានពានចូលទឹកដីរបស់ប្រទេសកម្ពុជាយើងឬក៏ទឹកដីប្រទេសណាក៏ដោយដែលរងគ្រោះពីការឈ្លានពានហ្នឹងគឺមានសិទ្ធិការពារខ្លួនដូច្នេះសិទ្ធិការពារខ្លួននេះមិនមែនតែរដ្ឋាភិបាលនឹងកងទ័ពទេសូម្បីតែប្រជាពលរដ្ឋម្នាក់ហ្នឹងក៏អាចការពារខ្លួនបានដែរពេលដែលថៃវាយចូលយើងឃើញក្មេងម្នាក់កាន់ដបងចលោកងទ័ពថៃទីហ៊ានថៃដែលរួចចូលទឹកដីនៃប្រទេសកម្ពុជាយើងអានោះសិទ្ធិការពារខ្លួនណាសិទ្ធិការពារខ្លួនអត់មានខុសទេអត់មានក្មេងនឹងមិនគ្រប់អាយុទៅកាន់ដបងអីហ្នឹងអត់ទេសិទ្ធិការពារខ្លួនគឺបែបហ្នឹងដូច្នេះកាលណាលោកហ៊ុនសែនបោះបង់សិទ្ធិការពារខ្លួនហើយនិយាយថាបោះបង់សិទ្ធិការពារខ្លួនទៅកុំឲ្យផ្ទុះអាវុធខ្លាចខូចនយោបាយការបរទេសខ្លាចចាញ់ប្រៀបលើនយោបាយការទូតអានោះជាលេសទេបើកាលណាយើងបោះបង់សិទ្ធិការពារខ្លួនស្មើនឹងយើងបោះបង់ប្រទេសយើងហើយលោកយ៉ងច័ន្ទរាបោះបង់សិទ្ធិការពារខ្លួនគឺស្មើនឹងបោះបង់ប្រទេសជាតិនឹងចោលហើយបាទលោកកឹមសុខកន្លែងនេះចង់ឲ្យលោកឲ្យជ្រៅបន្តិចទៀតរដ្ឋធម្មនុញ្ញកម្ពុជាចែងច្បាស់ណាស់ដែនដីកម្ពុជា 181,035 គីឡូម៉ែត្រការ៉េជាដែនដីដែលមិនអាចរំលោភបំពានបានមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាច្បាស់តែម្ដងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលលោករដ្ឋាភិបាលលោកហ៊ុនសែនហើយជាមួយរដ្ឋាភិបាលថៃបានចុះកាលពីខែធ្នូកន្លងទៅថ្ងៃទី27ហ្នឹងគឺមានការចែងច្បាស់ចំណុចជាច្រើនតែនៅក្នុងនោះចំណុចមួយដែលសំខាន់គឺអ្នកណាឈរជើងនៅទីតាំងណាឈរជើងនៅទីតាំងហ្នឹងហើយអត់ធ្វើសកម្មភាពបង្កភាពតានតឹងឬមួយក៏រត់ទៅមុខទៅលើទីតាំងរបស់គូភាគីម្ខាងទៀតទេក៏ប៉ុន្តែឥឡូវយើងឃើញថាទីតាំងដែលយោធាថៃឈរជើងគេចាប់ផ្ដើមបង្កើតការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងសពគ្រប់បែបយ៉ាងប៉ុន្តែតំបន់មួយចំនួនទៀតដែលពីមុនមកធ្លាប់ជាដីស្រែចម្ការរបស់ប្រជាពលរដ្ឋដែលកន្លងមកធ្លាប់មានការឯកភាពគ្នាថាទីតាំងនោះនឹងត្រូវបោះបង្គោលព្រំដែនហើយមកចំណែកជាផ្នែករបស់កម្ពុជាប៉ុន្តែឥឡូវនេះដូចបានយើងស្ដាប់សេចក្តីរាយការណ៍ពីខាងដើមហើយថាតំបន់មួយចំនួនចាប់ផ្ដើមទន្ទ្រានហើយប៉ះពាល់ទៅដល់ដីប្រជាពលរដ្ឋខ្មែរនៅពេលដែលលោកហ៊ុនសែនគាត់ថ្លែងសារហ្នឹងគាត់ចង់សង្កត់ធ្ងន់ថាឲ្យធ្នមសភាពការកុំឲ្យបំពេញបទឈប់បាញ់ហ្នឹងប៉ុន្តែបើយើងយោងទៅលើបទឈប់បាញ់ហ្នឹងគឺកម្ពុជាហ្នឹងគឺអត់ដែលបានរំលោភបំពានទេភាគីថៃទៀតដែលតែងតែរំលោភបំពានរហូតអញ្ចឹងអ្វីដែលខ្ញុំចង់សួរហ្នឹងថាការដែលយកកិច្ចព្រមព្រៀងមកចងជើងខ្លួនឯងហើយនឹងការដែលរដ្ឋាភិបាលហ្នឹងអត់បានឆ្លើយតបឲ្យសមទៅនឹងសភាពការហ្នឹងវាជាការបោះបង់ចោលនូវសិទ្ធិស្វ័យការពារដែលមានចែងមានធានានៅក្នុងរដ្ឋធម្មនុញ្ញដែរទេលោកកឹមសុខបាទប៉ុន្តែហើយគឺលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបោះបង់សិទ្ធិការពារសិទ្ធិស្វ័យការពារខ្លួនហើយដែលខ្ញុំបញ្ជាក់អញ្ចឹងកាលណាបោះបង់សិទ្ធិស្វ័យការពារខ្លួនស្មើនឹងបោះបង់ប្រទេសនឹងចោលមូលហេតុមួយដែលខ្ញុំចង់ជម្រាបជូនបងប្អូនកាលណាយើងបោះបង់សិទ្ធិការពារខ្លួនគេចេះតែចូលមកខ្ញុំលើកទៅពីចំណុចគេចូលមកគេជីកប្រេកគេជីកបន្លាយគេធ្វើនេះធ្វើនោះអាហ្នឹងវាបាត់ទម្រង់ដើមនៃព្រំដែនដល់ទៅពេលយើងទៅផ្ទៀងផ្ទាត់លើផែនទីគឺពិបាកផ្ទៀងផ្ទាត់នៅថ្ងៃក្រោយតែម្ដងលោកវ៉ាកំហុងធ្លាប់និយាយរឿងហ្នឹងណាគាត់ថាវៀតណាមចូលមកជីកប្រេកជីកអីអញ្ចឹងទៅដូច្នេះបាត់អាតុងទ្រេដើមពិបាកមែនទែនតើលោកហ៊ុនសែននឹងបានរៀនសូត្រពីលោកវ៉ាកំហុងឬអត់អាកន្លែងហ្នឹងទី2គ្រោះថ្នាក់ខ្លាំងនេះព័ត៌មានចុងក្រោយដែលអាស៊ីសេរីផ្សាយថៃរហូតដល់ចង់ធ្វើរបងអេឡិចត្រូនិកនេះអារបងអេឡិចត្រូនិកនេះណាគ្រោះថ្នាក់ណាស់គេធ្វើរបងបេតុងហើយគេបំពាក់ឧបករណ៍អេឡិចត្រូនិកហ្នឹងពិតមែនហើយគេនិយាយថាគេដាក់កាមេរ៉ាគេដាក់ការតាមដានអីដើម្បីទប់ស្កាត់អក្រិតកម្មអានោះគឺជាហេតុផលទេប៉ុន្តែខ្ញុំឧទាហរណ៍មួយបើគេដាក់ឈីបបន្ទះឈីបនៅក្នុងរបងហ្នឹងហើយបន្ទះឈីបហ្នឹងមានសមត្ថភាពតាមដានចូលទឹកដីព្រំដែនយើង10គីឡូ50គីឡូបានន័យថាតំបន់ព្រំដែននោះគេគ្រប់គ្រងទាំងអស់វាលែងជាព្រំដែនកម្ពុជាថៃហើយគឺជាព្រំដែនដែលថៃគ្រប់គ្រងទាំងស្រុងហ្មងពួកគេដឹងទាំងអស់នៅតាមព្រំដែននេះយើងធ្វើអីក៏គេដឹងដែរអញ្ចឹងមានតែគេជន់យើងអត់មានយើងអីទៅតវ៉ាមួយគេបានទេអាហ្នឹងខ្ញុំធ្លាប់និយាយព្រំដែនវៀតណាមដែល
ឲ្យវៀតណាមធ្វើបកគោលព្រំដែនណាបកគោលព្រំដែនហ្នឹងវៀតណាមធ្វើទាំងអស់យើងសួរថាតើវៀតណាមដាក់អ្វីនៅក្នុងបកគោលព្រំដែនហ្នឹងដាក់តែប្រទេសឈីបតាមដានទៅគឺថាតាមព្រំដែនហ្នឹងវៀតណាមដឹងទាំងអស់អញ្ចឹង10គីឡូពីព្រំដែនចង់ធ្វើអីក៏វៀតណាមដឹងដែរអត់មានធ្វើអីកើតទេយើងអត់មានការពីជាតិយើងបានទេនេះអាហ្នឹងតែយើងចេះតែបដ ாய் ឲ្យគេចូលមកបានន័យថាយើងបោះបង់ការពីទឹកដីរបស់យើងចោលហើយបោះបង់ប្រទេសបានន័យថាហ៊ុនសែនហ្នឹងបោះបង់ប្រទេសកម្ពុជាចោលហើយដែលគ្រាន់តែប្រើពាក្យថាអូកុំផ្ទុះអាវុធមុនយើងអត់បានផ្ទុះអាវុធមុនទេហ៊ុនសែនគាត់ព្យាយាមយល់ឲ្យច្បាស់កាលណាគេចូលយើងការពីខ្លួនយើងអត់បានផ្ទុះអាវុធមុនទេអាហ្នឹងត្រូវបញ្ជាក់ឲ្យមានលក្ខណៈម៉ាត់ឆាត់ជាក់ស្ដែងណាអំពីបញ្ហាទឹកដីព្រំដែនមួយវិញទៀតលោកយ៉ងច័ន្ទរាលើកឡើងអំពីគេហៅថាសេចក្តីប្រកាសរឿងបទឈប់បាញ់ណាបទឈប់បាញ់ហ្នឹងមានចែងរួចជាស្រេចទៅហើយកាលណាយើងអនុវត្តបទឈប់បាញ់ហ្នឹងយើងមិនមែនជាអ្នករំលោភបំពានទេហើយការអនុវត្តបទឈប់បាញ់មិនមែនមានន័យថាយើងដកថយឲ្យគេចូលទេហេតុអីបានជាលោកហ៊ុនសែនមិនយល់ហើយទៅបោកប្រាស់ប្រជាពលរដ្ឋការអនុវត្តបទឈប់បាញ់គឺអនុវត្តតាមខ្លឹមសារដែលមានចែងនៅក្នុងបទឈប់បាញ់និយាយថាបទឈប់បាញ់អញ្ចឹងចុះប៉ុន្តែនៅក្នុងហ្នឹងគេនិយាយពីសេចក្តីប្រកាសឈប់បាញ់អញ្ចឹងណាហើយលំអិតណាប៉ុន្តែមាន4ចំណុចសំខាន់ចំណុចទី1គេថាអីឈប់បាញ់គ្នាតែកងទ័ពប្រទេសនីមួយៗហ្នឹងកុំរុលទៅមុខឈប់បាញ់គ្នាកុំរុលទៅមុខប៉ុន្តែកងទ័ពថៃនៅតែរុលចូលប្រទេសកម្ពុជាហ្នឹងអញ្ចឹងកងទ័ពថៃជាអ្នករំលោភបើកងទ័ពថៃជាអ្នករំលោភហើយរំលោភទៀតរំលោភប្រព័ន្ធយកទឹកដីប្រទេសកម្ពុជាតាមចិត្តតើយើងមិនទប់ស្កាត់ឬអាហ្នឹងហេតុអីបានជាមិនទប់ស្កាត់កាលណាយើងទប់ស្កាត់យើងអត់បំពេញបទឈប់បាញ់ហ្នឹងទេពីព្រោះថៃជាអ្នករុលចូលមកហើយយើងប្រមូលព័ត៌មានហ្នឹងមកហ៊ុនសែនហ៊ុនម៉ាណែតប្រមូលព័ត៌មានហ្នឹងប្រាប់សហគមន៍អន្តរជាតិទៅប្រាប់អង្គការសហប្រជាជាតិទៅថាថៃបានរុលចូលទឹកដីនៃប្រទេសកម្ពុជាហើយភ័ស្តុតាងជាក់ស្ដែងអត់មានយើងទេណាទៅរំលោភបំពានទេភ័ស្តុតាងជាក់ស្ដែងនៅតាមណាបន្សល់ទុកនៅជនភៀសសិកប្រជាពលរដ្ឋភៀសសិកជិត1លានអ្នកអត់នឹងជាភ័ស្តុតាងជាក់ស្ដែងតែថៃចូលមកនោះមិនគាត់ថាយើងទប់ស្កាត់យើងប្រើអាវុធទប់ស្កាត់ទៅជាយើងបំពានទៅវិញអត់មានបំពានទេហ្នឹងមួយចំណុចទី2ដែលគេថាបាត់ឈប់បាយនឹងចែងនៅណាប៉ុន្តែថៃអត់មាននៅណាទេថៃចូលមកទៀតនៅណាមិនចល័តកម្លាំងឡើយហើយយើងសួរបើថៃមិនចល័តកម្លាំងហើយចុះអាទូកុងតឺន័រនឹងចូលដល់របៀបណាអាប្លាលូនឹងចូលដល់របៀបណាអារបងបេតុងនឹងចូលដល់របៀបណាតើអ្នកណាជាអ្នករំលោភថៃជាអ្នករំលោភអញ្ចឹងសួរហ៊ុនសែនវិញចុះបើថៃអត់ប្រើអាវុធទេថៃអត់ប្រើអាវុធទេណាថៃគេប្រើលេខថាកម្លាំងស៊ីវិលទេណាមកធ្វើរបងមកធ្វើបពតប្លាលូបពតទូកុងតឺន័រស្រាប់តែថៃគេត្រឹមតែប្រើជនស៊ីវិលបែបហ្នឹងហ៊ុនសែនថាចូលមកគេអត់បាញ់ទេពីព្រោះជនស៊ីវិលយើងមិនអាចបាញ់ជនស៊ីវិលយើងមិនបាញ់ជនស៊ីវិលទេប៉ុន្តែយើងត្រូវប្រើវិធីទប់ស្កាត់ទៅវិញយើងមិនអាចឲ្យជនស៊ីវិលចូលតាមចិត្តហើយមកពាត់របស់អញ្ចឹងទេឃើញទេអាហ្នឹងដែលយើងមានមេដឹកនាំដែលមិនការពីជាតិរួចហើយយល់លេសខាងយកឈ្នះការទូតអីអត់ដីនោះហ៎ហើយមានឈ្នះការទូតទេអត់ដីនោះហើយមកដល់ពេលនេះសួរថាហ៊ុនសែនដកថយហ៊ុនម៉ាណែតដកថយឲ្យគេចូលយកហ្នឹងឈ្នះការទូតកន្លែងណាខ្ញុំសួរឈ្នះការទូតកន្លែងណាបើថ្លៃចូលឈ្លានពានតាមផែនទីដែលបារាំងទូតបារាំងបង្ហាញទូតអូស្ត្រាលីបង្ហាញគឺអសន្តិសុខពីព្រំដែនចូលមកទឹកដីនៃប្រទេសកម្ពុជារហូតដល់50គីឡូម៉ែត្រអសន្តិសុខហើយសួរថាអសន្តិសុខហ្នឹងបង្កពីណាបង្កពីកងទ័ពថៃហើយបើបង្កពីកងទ័ពថៃហើយសហគមន៍អន្តរជាតិឆ្លើយថាម៉េចជាមួយថៃតើមានប្រទេសណាតែថាថៃឈ្លានពានអត់មានទេអត់មានប្រទេសណាថាថៃឈ្លានពានទេអាត្រង់ហ្នឹងមានន័យថាម៉េចត្រង់ហ្នឹងមានន័យថាហ៊ុនសែនហ៊ុនម៉ាណែតអត់បានឈ្នះការទូតថៃទេអាការទូតក៏មិនឈ្នះអាដីក៏គេយកឃើញទេមិនមែនឈ្នះការទូតទេគឺអត់ដីទេហើយមួយវិញទៀតឲ្យគណៈកម្មការព្រំដែនវាស់វែងជួបជជែកគ្នាវាស់វែងថាហ្នឹងថៃមិនព្រមយើងអត់ទាន់និយាយទេតែចំណុចដែលសំខាន់មួយទៀតគឺថាជនស៊ីវិលត្រូវអញ្ជើញទៅទីតាំងដែលគាត់ធ្លាប់រស់នៅជនស៊ីវិលខ្មែរជិត1លានអ្នកភៀសខ្លួនតាមកិច្ចព្រមព្រៀងឈប់បាញ់តាមសេចក្តីថ្លែងការណ៍ឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025គឺជនស៊ីវិលខ្មែរនេះដែលកំពុងភៀសខ្លួននេះដែលកំពុងតែដេកក្រោមផ្ទះភូមិរងចាំងរបស់ហ៊ុនសែននេះពួកគាត់ត្រូវទៅនៅផ្ទះគាត់វិញតាមកិច្ចព្រមព្រៀងឈប់បាញ់ណាទៅផ្ទះពួកគាត់វិញទៅភូមិពួកគាត់វិញដោយគ្មានការរារាំងនិងដោយសុវត្ថិភាពនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់និយាយចឹងដោយគ្មានការរារាំងនិងដោយសុវត្ថិភាពឥឡូវសួរថាបងប្អូនភៀសសិតនៅណាទៅនៅផ្ទះគាត់វិញបាននៅទៅនៅភូមិគាត់វិញបាននៅហេតុអីបានជាហ៊ុនសែនមិនព្រមទប់ស្កាត់ថៃឲ្យថៃចេញទៅវិញមិនព្រមជូនដំណឹងទៅអង្គការសហជីវជាតិថាឲ្យថៃចេញទៅវិញទៅដើម្បីអនុវត្តបទឈប់បាញ់ហ្នឹងហើយមួយវិញទៀតខ្ញុំនិយាយឲ្យច្បាស់មួយទៀតហេតុអីបានជាលោកហ៊ុនសែនមិនប្រើឥទ្ធិពលសហរដ្ឋអាមេរិកពីព្រោះអាបទឈប់បាញ់ហ្នឹងវាកើតចេញពីការគៀបសង្កត់សំទោសមិនការគៀបសង្កត់វាកើតចេញពីសម្ពាធរបស់លោកដូណាល់ត្រាំណាលោកដូណាល់ត្រាំដាក់សម្ពាធមកបានមានអាបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ហ្នឹងតែមានភាពលំអិតហ្នឹង
គឺអធិពលរបស់លោកត្រាំហេតុអីមិនប្រាប់អធិពលរបស់សហរដ្ឋអាមេរិកនិងអធិពលរបស់លោកត្រាំដើម្បីរាយការណ៍ឲ្យសហរដ្ឋអាមេរិកជំរុញឲ្យថៃដកកងទ័ពហើយឲ្យពលរដ្ឋភាសាខ្មែរយើងទៅនៅផ្ទះរបស់គាត់វិញដូច្នេះរឿងនេះគឺរឿងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនមានសមត្ថភាពការពារទឹកដីនៃប្រទេសកម្ពុជារបស់ខ្លួនមិនមានសមត្ថភាពការពារប្រជាពលរដ្ឋខ្មែរវិញបែរទៅនិយាយថាអ្នកឲ្យទៅចូលមកកុំផ្ទុះអាវុធដើម្បីយើងយកឈ្នះការទូតខ្ញុំដឹងតែយកឈ្នះការទូតរឿងអីខ្ញុំដឹងពីព្រោះអីពីព្រោះរឿងនេះរឿងទឹកដីព្រំដែនអត់មានសម្លេងការទូតអីណាទៅប្រាប់ថាអ្នកឯងឲ្យដកថយអត់មានប្រទេសណាមួយឧបមាអត់មានប្រទេសសិង្ហបុរីអត់មានប្រទេសម៉ាឡេអត់មានប្រទេសណាមួយប្រាប់ថាថៃដកទៅវិញទៅឧបមាថាបើគេប្រាប់ឲ្យការទូតគេមិនដកអ្នកដែលត្រូវដកករណីដែលត្រូវដកទៅវិញគឺតើតុលាការសម្រេចអញ្ចឹងមិនបដិងទៅតុលាការទៅអានោះអត់ឈ្នះយកទឹកដីអត់មាននៅចាំឈ្នះការទូតទេបាត់បង់ទឹកដីហើយចាំឈ្នះការទូតអីបើការទូតចាញ់ព្រៀបគេហើយមិនបដិងទៅតុលាការយុតិធម៌អន្តរជាតិទៀតគឺយើងបាត់បង់ទឹកដីណាដូច្នេះអានេះគឺជាបញ្ហាធ្ងន់ធ្ងរណាស់ហើយរឿងរដ្ឋធម្មនុញ្ញយើងចាំជជែកគ្នាបន្តទៀតលោកយ៉ាងចាំដល់ខ្ញុំជួបស្ដាប់លោកកឹមសុខថាអធិប្បាយដែរបកស្រាយវិភាគលើចំណុចនេះដែរហើយតាមការពិតយើងឆ្ងល់គ្រប់គ្នាមិនយើងសំណួរពេញនៅក្នុងក្បាលណាពេលដែលយើងស្ដាប់គាត់និយាយឲ្យភ្លាមថាការបរាជ័យលើសមរភូមិនយោបាយនិងការទូតនោះវាធ្ងន់ជាងសមរភូមិប្រយុទ្ធគ្នាទៅទៀតហើយយើងចេះឆ្ងល់ស្អីទេសមរភូមិនយោបាយស្អីទេសមរភូមិការទូតព្រោះអីមកដល់ម៉ោងនេះអត់ដែលមានប្រទេសណាចេញមកថ្កោលទោសប្រទេសថៃហើយប្រកាសថាថៃត្រូវតែដកកងទ័ពដកកម្លាំងរបស់ខ្លួនជាពិភពណាវាអត់មានទេហើយម្យ៉ាងវិញទៀតអ្វីដែលបាទសូមជម្រាបលោកចង់តារាខ្ញុំចង់បែងចែកជូនបងប្អូនប្រជាពលរដ្ឋច្បាស់កន្លែងហ្នឹងតិចរឿងទឹកដីអត់មានសមរភូមិនយោបាយការទូតមុនសមរភូមិការពារទឹកដីដោយផ្ទាល់ទេអត់ទេរឿងទឹកដីណាយើងត្រូវរក្សាជំហរដាច់ខាត់មិនឈានពានគេប៉ុន្តែត្រូវតែដាច់ខាត់ដែរកាលគេឈានពានត្រូវតែការពារទឹកដីរបស់យើងអត់មានអីណាឲ្យគេចូលមកហើយគេជីកបល័យតាមចិត្តគេសង់របងតាមចិត្តគេរៀបបលាលុះតាមចិត្តគេសង់អាគារតាមចិត្តគេធ្វើផ្លូវតាមចិត្តមួយចាំយកទៅឈ្នះការទូតអត់ទេអត់មានឈ្នះការទូតមកពីណាទេគេយកដីនឹងតែម្ដងចំណុចសំខាន់នៃរឿងទឹកដីគឺការពារទឹកដីនៅនឹងកន្លែងការពារបានប៉ុណ្ណាបានប៉ុណ្ណឹងការពារនៅនឹងកន្លែងបន្ទាប់មកទើបយើងធ្វើនយោបាយការទូតឲ្យសស្រាប់ក្នុងពេលដែលយើងការពារទឹកដីហ្នឹងយើងធ្វើនយោបាយការទូតនយោបាយការទូតទៅបង្ហាញច្បាស់ផែនទីតើថៃចូលតំបន់ទឹកដីយើងតំបន់របៀបណាតើតំបន់ចំនួនដែលមិនទាន់ដាច់ស្រេចឬភូមិស្រុករបស់ប្រជាពលរដ្ឋខ្មែរបង្ហាញគេឲ្យច្បាស់បង្ហាញសហគមន៍អន្តរជាតិឲ្យច្បាស់ដោយដែល Zelensky នៅអ៊ុយក្រែនគេបង្ហាញសហគមន៍អន្តរជាតិអញ្ចឹងណាគឺយកទៅបង្ហាញហ្មងសូម្បីតែអនុប្រធាននាយកបដីសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នាជាមួយនឹងលោក Zelensky ខ្លះហ្នឹងណាលោក Zelensky ទាញផែនទីទាញអីមកបង្ហាញប្រាប់មកថានេះកន្លែងនេះទឹកដីអ៊ុយក្រែនឃើញទេយើងក៏ត្រូវធ្វើដែរហ្នឹងដែរបង្ហាញគេឲ្យច្បាស់អាហ្នឹងបានយើងឈ្នះនយោបាយការទូតបន្ទាប់គ្មានណាឲ្យគេចូលយកទឹកដីហើយចាំទៅធ្វើនយោបាយការទូតឈ្នះទេអត់ទេទឹកដីនេះកាលណាគេយកឲ្យគេបំលែងហើយបងប្អូនកុំភ្លេចទឹកដីកាលណាគេយកឲ្យគេបំលែងហើយប្រាសាទកាលណាគេយកឲ្យគេបំលែងហើយស្ទឹងកាលណាគេយកឲ្យគេបំលែងហើយព្រៃឈើកាលណាគេយកគេបំលែងឲ្យខុសរូបដើមមកតែពេលយើងតវ៉ាវាអត់ដូចរូបដើមយើងបបាក់តវ៉ាដូច្នេះគេមិនដែលចាំធ្វើនយោបាយការទូតមុននឹងតតាំងនៅលើសមរភូមិទេអត់ទេអញ្ចឹងបើសិនជាបែបហ្នឹងវាមិនចាំបាច់មានច្បាប់សង្គ្រាមបើសិនជាយើងចាំធ្វើនយោបាយការទូតវាមិនចាំបាច់មានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិថាសិទ្ធិការពារខ្លួនធ្វើអីអញ្ចឹងបើសិនជាចាំអង្គការសហប្រជាជាតិបើសិនជាចាំសំទោសលោកយ៉ាងចន្ទរាប្រសិនបើចាំអន្តរាគមឬចាំឈ្នះនយោបាយការទូតចាំបាច់មានទាហានអីអញ្ចឹងប្រទេសមួយចាំបាច់មានទាហានអីគេចូលចាំឈ្នះនយោបាយការទូតគេដកទៅវិញតែរឿងពិតវាមិនអញ្ចឹងទេតែគេចូលយកហើយគេនិយាយដកទៅវិញទេហើយបើគេចូល50គីឡូគេដកទៅវិញគេដក30គីឡូគេដកតែ20គីឡូដដែលហ្នឹងគេអត់ដកទៅវិញទាំងអស់ទេតែគេចូលលើទឹកដីយើងហើយដូច្នេះបងប្អូនកុំឆាញ់បោកនយោបាយការទូតដែលលោកហ៊ុនសែននិយាយហ្នឹងតាមពិតគាត់ចាញ់គាត់គ្មានអីបញ្យល់ប្រជាពលរដ្ឋយកពាក្យនយោបាយការទូតមកនិយាយគាត់យកពាក្យតែពីរឯងលោកយ៉ងចន្ទរាមកនិយាយលោកចង់ចន្ទរានយោបាយការទូតនឹងដោះស្រាយដោយសន្តិវិធីបាទនយោបាយការទូតនឹងដោះស្រាយដោយសន្តិវិធីនយោបាយការទូតនឹងចរចាដោះស្រាយដោយសន្តិវិធីហើយខ្ញុំចេះតែឆ្ងល់សួរតើសន្តិវិធីរបស់គាត់នឹងសន្តិវិធីដោយរបៀបណាបងប្អូនណាកុំភ្លេចចរចាមិនមែនប្រកាសថាសន្តិវិធីទេណាបងប្អូនដែលលើពាក្យសាមញ្ញមួយចរចាផងវាយផងដែលលើពាក្យសាមញ្ញហ្នឹងចរចាផងវាយផងដើម្បីដាក់សម្ពាធណាភាគីដែលមានព្រៀបគេវាយដើម្បីដាក់សម្ពាធលើយើងណាអានេះគេចរចាផងវាយផងអញ្ចឹងបានន័យថាម៉េចនៅពេលដែលចរចាហ្នឹងសង្គ្រាមអត់ចប់ទេនៅតែវាយចឹងដើម្បីបញ្ចប់មានតែទៅតុលាការយុតិធម៌អន្តរជាតិអាហ្នឹងបានចប់អាហ្នឹងអត់មានពាក្យត្រូវធ្វើសង្គ្រាមអត់មានពាក្យវាយអីទៀតទេដូច្នេះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតល្មមគិតគូរការពារប្រទេសជាតិមែនទេកុំយកលេសការពារអសមត្ថភាពនិងកំហុសរបស់ខ្លួនបាទ
អរគុណលោកកឹមសុខពិតចំណុចដែលលោកកឹមសុខបកស្រាយនេះខ្ញុំធ្លាប់បានសម្ភាសជាមួយអ្នកតាមដានស្ថានភាពខ្លះដែរដូចលោកអ៊ុំសំអានលោកសេងវណ្ណលីអីហ្នឹងគឺថាភាគច្រើននៅវាគ្មិនទាំងអស់គ្នាដូចជាយល់ស្របគ្នាមែនត្រង់ចំណុចមួយថាយោធាថៃកំពុងបង្កើតស្ថានភាពនៃការគ្រប់គ្រងលើដីជាក់ស្ដែងឬមួយក៏យើងថាជាភាសាអង់គ្លេសថា de facto ហ្នឹងហើយដែលករណីនេះតាមពិតយើងធ្លាប់ចាញ់ព្រះវៀតណាមហើយនៅពេលដែលយើងបោះបង្គោលមែនតើបោះលើដីជាក់ស្ដែងហ្នឹងលើដីជាក់ស្ដែងហ្នឹងគឺប្រជាជនវៀតណាមនៅតាមបណ្ដោយព្រំដែនហ្នឹងមកកោកទីបំផុតយើងថាដោះដូរដីគ្នាអីចឹងទៅតាមពិតយើងមិនដែលចំណេញទេពីនយោបាយបែបហ្នឹងណានេះគឺជាការចាប់អារម្មណ៍មួយសំខាន់ដែរយើងចូលចំណុចសំខាន់មួយទៀតលោកកឹមសុខសាររបស់លោកហ៊ុនសែនហ្នឹងខ្ញុំមិនដឹងថាគាត់យកអីមកវាស់វែងយកអីមកកំណត់បានទេពីព្រោះអីចេះក្រសួងការបរទេសនិងក្រសួងការពារជាតិតាំងពីដើមមកតែងតែតវ៉ាប្រឆាំងយ៉ាងនេះនៅពេលដែលមុនខាងយោធាថៃហ្នឹងចាប់ផ្ដើមធ្វើសកម្មភាពដែលគាត់គេគិតថាបំពេញទៅដល់បាត់ជប់បាញ់ឬមួយក៏បំពេញទៅដល់គោលការណ៍ដែលមានចែងនៅក្នុងយន្តការនៃការចរចាទ្វេភាគីព្រំដែនគោកតាមរយៈយន្តការ JBC អញ្ចឹងជាដើមយើងមានការជជែកឯកភាពគ្នាច្រើនចំណុចទៅលើរឿងបំគោព្រំដែនហ្នឹងក៏ប៉ុន្តែបញ្ហាត្រង់ចេះស្ថានភាពឥឡូវនេះនៅពេលដែលយោធាថៃកំពុងតែគ្រប់គ្រងដែលគេជឿថាដីនឹងគឺជាដីខ្មែរទឹកដីរបស់ធ្លាប់ខ្មែរធ្លាប់កាន់កាប់ប៉ុន្តែលោកហ៊ុនសែនគាត់តែនិយាយភាសាចេះមួយទៅវិញលោកកឹមសុខចាប់អារម្មណ៍គាត់និយាយថាគេធ្វើអីធ្វើទៅលើដីគេតាយើងគ្រប់គ្រងនៅលើដីរបស់យើងទៅហើយកុំឲ្យមានការផ្ទុះអាវុធអីចឹងបើផ្ទុះអាវុធហ្នឹងគឺផ្ទុះអាវុធបង្កបញ្ហាអញ្ចឹងបង្កើតភាពតានតឹងយើងជាអ្នកខុសអីចឹងទៅវិញតើអ្វីដែលគាត់និយាយបែបហ្នឹងឲ្យវានាំទៅដល់ការបំផ្លិចបំផ្លាញចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេសរបស់ក្រសួងការពារជាតិអីដែលកន្លងមកគេធ្វើកំណត់ទូតតវ៉ាគេប្រឆាំងតវ៉ាសកម្មភាពសាងសង់របស់យោធាថៃដែរទេលោកកឹមសុខបាទបានន័យថានៅកម្ពុជាសប្តាហ៍ថ្ងៃនៅលើទឹកដីកម្ពុជាអត់មានរដ្ឋាភិបាលពិតប្រាកដទេអត់មានរដ្ឋាភិបាលពិតប្រាកដទេក្រសួងការបរទេសធ្វើការងារជាមួយនឹងក្រសួងការពារជាតិផ្សេងទៅលោកហ៊ុនសែនមកបញ្ចប់អាការងាររបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិទៅនៅលើមាត់ហ៊ុនសែនតែម្នាក់ណាហើយរឿងដែលពូឲ្យអៀនខ្មាស់លោកហ៊ុនសែនមិនហ៊ាននិយាយថាថៃចូលមកនឹងខុសទេអត់ហ៊ាននិយាយថាថៃចូលមកឆ្លៀតទៀតតែយើងមកយកឲ្យយើងមកដេញប្រជាពលរដ្ឋខ្មែរយកលហែមលហាមដល់សប្តាហ៍ថ្ងៃនេះអត់ហ៊ានថាគេខុសទេថាខ្លាចយើងទប់ស្កាត់គេមិនឲ្យចូលនឹងខ្លាចយើងនឹងខុសទៅវិញណាហើយយើងគិតមើលយើងទប់ស្កាត់គេខ្លាចខ្លួនយើងទប់ស្កាត់គេមិនឲ្យគេមកលួចដៃយើងហ្នឹងទៅជាខ្លាចយើងខ្លួនឯងហ្នឹងខុសទៅវិញដែលមានតែនៅលើពិភពលោកនោះដែលមានមេដឹកនាំប្រភេទហ្នឹងដែរហើយលោកហ៊ុនសែនគាត់ថាគេធ្វើអីធ្វើទៅធ្វើនៅលើដីគេចុះប្រជាពលរដ្ឋដែលភាគសឹកគិត1លានអ្នកហ្នឹងគាត់ចេញពីផ្ទះគាត់ហ្នឹងហើយថៃកំពុងតែធ្វើលើដីពួកគាត់ហ្នឹងអាហ្នឹងដីគេឬដីយើងហេតុអីក៏និយាយធូរបែបហ្នឹងហេតុអីក៏គិតងាយនិយាយធូរមនុស្សគិតងាយនិយាយធូរគឺមនុស្សដែលអត់មានសមត្ថភាពគណិតវិទ្យាអត់មានសមត្ថភាពគិតណាតែធ្វើយ៉ាងម៉េចឲ្យតែបានទៅលឺនិយាយឲ្យតែបានទៅលឺធ្វើឲ្យតែបានតែឲ្យគេសរសើរតាមរបៀបដែលក្អេងក្អាងរបស់ខ្លួនណាហេតុអីបានជាថាថៃធ្វើលើដីគេចុះថៃធ្វើលើភូមិលើផ្ទះលើតំបន់ប្រជាពលរដ្ឋភាគសឹកនោះចុះអានោះដីណាអានោះមួយទៅមួយវិញទៀតនៅពេលដែលលោកហ៊ុនសែននិយាយថាគេធ្វើលើដីគេធ្វើលើដីគេល្ងងអានោះល្ងងត្រង់ណាបើទោះនោះជាដីរបស់គេឧបមាខ្ញុំឧបមាទេណាខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងច្បាស់ប៉ុន្តែខ្ញុំឧបមាពាក្យថាមិនដឹងច្បាស់មិនមែនមានន័យថាមិនដឹងសោះទេដឹងច្រើនថាគេធ្វើលើដីយើងទេអារបស់បេតុងក៏ធ្វើលើដីយើងដែរប៉ុន្តែឧបមាថាគេធ្វើលើដីគេចុះនៅចិត្តព្រំដែនក៏គេមិនអនុញ្ញាតឲ្យធ្វើទេណាអារបងបេតុងនេះគេអត់ឲ្យធ្វើទេណានៅចិត្តព្រំដែនណាធ្វើលុះប្រាតែមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរធ្វើរបៀបណាមានកិច្ចព្រមព្រៀងមកទៅសេនៅក្នុងកិច្ចព្រមព្រៀងច្បាស់លាស់ហ្មងគណៈកម្មការកិច្ចការព្រំដែនចរចាគ្នាថាធ្វើរបងបេតុងធ្វើដោយរបៀបណាភាគីណាចូលរួមថវិកាប៉ុណ្ណាភាគីណាចូលរួមថវិកាប៉ុណ្ណារបងបេតុងនោះជារបងរបៀបណាដាក់ឧបករណ៍អេឡិចត្រូនិកបានឬក៏អត់ឬមានត្រឹមតែរបងបេតុងទេអាហ្នឹងមុននឹងធ្វើហ្នឹងគឺថាគេត្រូវតែមានកិច្ចព្រមព្រៀងច្បាស់លាស់លំអិតគ្រប់ចំណុចទាំងអស់ដែលមានការសង្ស័យនេះអត់ផងហ្នឹងអត់ស្អីក៏អត់មានផងហ្នឹងគេធ្វើប្រងើយតែខ្ញុំបញ្ជាក់ណាទោះបីជាគេធ្វើលើដីគេក៏ដោយក៏មិនអាចអនុញ្ញាតឲ្យធ្វើដែរកាលណាកំពុងតែមានចំនួនហើយនៅចិត្តព្រំដែនពីព្រោះអីពីព្រោះកាលណាគេធ្វើលើដីគេខ្ញុំបាននិយាយម្ដងហើយគេធ្វើលើឧបមាតែគេធ្វើលើដីគេទៅចុះប៉ុន្តែនៅចិត្តព្រំដែនយើងគេដាក់ឧបករណ៍តាមគេដឹងរឿងយើងទាំងអស់ឃើញទេអានោះវាប៉ះពាល់អីដល់សន្តិសុខព្រំដែនរបស់យើងដល់សន្តិសុខជាតិយើងហើយហ៊ុនសែនមិនដឹងខ្ញុំឆ្ងល់ហើយខ្ញុំចេះតែឆ្ងល់ហើយចេះនិយាយប្រាប់ប្រជាពលរដ្ឋបោកប្រាស់ប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋគាត់អត់បានសិក្សាអំពីរឿងហ្នឹងបោកប្រាស់គាត់ហើយមេដឹកនាំទៅបោកប្រាស់ជាតិឯងអញ្ចឹងណាគឺចប់ហ្មងខ្ញុំធ្លាប់ឮលោកហ៊ុនម៉ាណែតនិយាយប្រមាណឃ្លាថាលោកហ៊ុនម៉ាណែតមិនមានបទពិសោធន៍ទៅចោះគាត់និយាយប្រមាណប្រយោគពីមុនណាកាលគាត់នៅមេតបជើងគោកគាត់ថាសម័យនេះហើយអត់មាននរណាយកដែលយើងបានទេពេលនោះខ្ញុំប្រាប់ថាអូកុំល្ងងពេកគេមានវិធីយកឥឡូវឃើញគេយកទេហើយដល់ពេលយើងឲ្យពង្រឹង
កងទ័ពយកផ្ដល់យោបល់ឲ្យពង្រឹងកងទ័ពធ្វើទំនើបកម្មយោធាលោកហ៊ុនម៉ាណែតក៏ថាម៉េចដែរតែជាពៀនកៅស៊ូក៏បាញ់បែកភ្នែកដែរចាំបាច់ដល់អាវុធស្អីទេអញ្ចឹងទៅឲ្យទាំងកូននឹងខ្ញុំមិនយល់ថាពួកគាត់ពិតជាគ្មានចំណេះឬមានចំណេះហើយទៅជាមិនឆ្លាតរឿងជាតិអញ្ចឹងខ្ញុំឆ្ងល់មែនតើបើថាផ្ដាច់ការចង់បានអំណាចណាថាចង់បានតែចង់អំណាចគ្រួសារប៉ុន្តែការពារទឹកដីផងបានទេការពារជាតិផងបានទេអំណាចក៏ចង់បានប៉ុន្តែអត់ចង់ការពារទឹកដីអត់ចង់ការពារជាតិជាស្អីទៅវិញអាហ្នឹងជាស្អីទៅវិញទៅពិបាកឲ្យតម្លៃគាត់ថាជាមេដឹកនាំម្នាក់ដែលគួរឲ្យគោរពពិបាក នឹងលោកកឹមសុខយើងចងចាំទាំងអស់គ្នាដែរតកតងទៅនឹងសាររបស់មេដឹកនាំកម្ពុជាទាំងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងគាត់ធ្លាប់និយាយរឿងក្អេងក្អាងចឹងតាំងដើមមុនពេលដែលមានសង្គ្រាមធំមួយប្រទេសថៃហ្នឹងគាត់រហូតដល់និយាយថាមានគេសួរថាហេតុតែបានមិនទិញយន្តហោះចម្បាំងគាត់និយាយថាទិញយន្តហោះចម្បាំងវាអស់លុយច្រើនចឹងគាត់ទិញតែសំណាញ់មេឃបាញ់តាមមួយគ្រាប់បាញ់ស្ពាយពីលើស្មាទៅក៏បាញ់យន្តហោះនឹងធ្លាក់ដែរអីចឹងទៅហើយសិតតែថាមិនឲ្យមានការបាត់បង់ទឹកដីខ្មែរ1មីលីម៉ែត្រណាទេឥឡូវយើងឃើញជោគជ័យភ័យច័ន្ទតំបន់បឹងតកូនអីគឺនៅពេញនឹងទាំងអស់តំបន់កាស៊ីណូនៅថ្មដានៅអីពោធិ៍សាត់អីពេញនឹងទាំងអស់គ្មានដោះស្រាយអីមកបៀតបានទេហើយដល់ពេលហើយចាប់ដើមមកក្អេងក្អាងកតេកតើពេញណាពេញណីចឹងទៅហើយនៅពេលដែលដល់ដំណាក់កាលទឹកដល់ចំមុខដោះស្រាយអត់បានចាប់ដើមដើរជះទឹកដាក់គេឥឡូវហ្នឹងលោកកឹមសុខខ្លួនឯងហើយនឹងអ្នករិះគន់ជាច្រើននៅក្រៅប្រទេសហ្នឹងជាប់ឈ្មោះហើយថាក្រុមហ្នឹងជាក្រុមចង់ឲ្យមានសង្គ្រាមនេះឥឡូវហ្នឹងគេខំដោះស្រាយដល់សន្តិវិធីអត់ទេពួកនៅក្រៅប្រទេសហ្នឹងគិតតែរឿងបំផុសឲ្យមានសង្គ្រាមអញ្ចឹងជាដើមមើលលោកកឹមសុខជួយឆ្លើយតបចំណុចហ្នឹងបន្តិចមើលអ្នកក្រៅប្រទេសហ្នឹងពិតជាចង់ឲ្យមានការផ្ទុះសង្គ្រាមអញ្ចឹងទៀតខ្ញុំហួសចិត្តលោកតារាខ្ញុំហួសចិត្តមែនតើនៅពេលខ្ញុំស្ដាប់លោកហ៊ុនសែនខ្ញុំហួសចិត្តខ្ញុំមិនដឹងថាតើគាត់គិតអីបានជាគាត់ប្រើពាក្យនឹងចេញថាខ្មែរនៅក្រៅប្រទេសជាអ្នកញុះឲ្យមានសង្គ្រាមទៅវិញប្រសិនបើនិយាយដោយមិនចាំបាច់ប្រើសមត្ថភាពគិតអីវែងឆ្ងាយជ្រៅជ្រះគេសួរតែមកសំណួរឯងគេសួរថាចុះអាសង្គ្រាមហ្នឹងវាកើតឡើងពីការប្រយុទ្ធគ្នាដោយអ្នកណាបញ្ជាអ្នកណាមានសិទ្ធិបញ្ជាកងទ័ពឲ្យប្រយុទ្ធគ្នាអ្នកណាមានសិទ្ធិបញ្ជូនកងទ័ពទៅគឹមសុកឬសំរងស៊ីឬអ្នកនៅក្រៅប្រទេសឬចូលតែក្នុងប្រទេសមិនបានផងខ្លួនឯងអ្នកបញ្ជាកងទ័ពខ្ញុំនិយាយប្រវត្តិនឹងបន្តិចចុះលោកយ៉ងច័ន្ទតារាប្រហែលជា5នាទីចុះបាទដំបូងឡើយនៅពេលដែលមានការបាញ់សម្លាប់លោកសួនរ៉ោនណាបាញ់សម្លាប់លោកសួនរ៉ោនក៏មានការផ្ទុះសាច់ដាក់គ្នានៅវោហាសាសម្បើមរវាងរដ្ឋាភិបាលគ្រួសារថាក់ស៊ីននិងរដ្ឋាភិបាលគ្រួសារហ៊ុនហ្នឹងរហូតដល់លោកហ៊ុនសែនទៅចេញសារសំឡេងសម្ងាត់ខ្ញុំបានធ្វើការប្រជុំនៅក្នុងផ្ទៃក្នុងនៃក្រុមប្រឹក្សាជាតិតស៊ូភ្លាមពេលនោះក្រុមប្រឹក្សាជាតិតស៊ូមិនទាន់រដ្ឋាភិបាលទេថាសង្គ្រាមនឹងផ្ទុះហើយសង្គ្រាមផ្ទុះហើយជាមិនផុតទេពីព្រោះហ៊ុនសែនញុះឲ្យសង្គ្រាមនឹងផ្ទុះដើម្បីបិទបាំងអក្រិតកម្មឆបោកអនឡាញរបស់គ្រួសារគាត់សង្គ្រាមផ្ទុះហើយយើងចេញសេចក្តីថ្លែងការណ៍ភ្លាមប៉ុន្តែមុននឹងចេញសេចក្តីថ្លែងការណ៍នៅដើមខែមិថុនាពួកខ្ញុំនិយាយច្រើនណាលោកសំរាំងស៊ីនិងខ្ញុំនិយាយច្រើនណានិយាយថាប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយនឹងប្តឹងទៅតុលាការអន្តរជាតិជាបន្ទាន់ដើម្បីបញ្ជាខ្ញុំប្រើពាក្យថាហានិភ័យឬក៏ភាពភ័យស្រួយដែលអាចកើតមានសង្គ្រាមប្រយុទ្ធគ្នានៅតាមព្រំដែននៅដើមខែមិថុនាណាបន្ទាប់ពីនិយាយហើយធ្វើសេចក្តីថ្លែងការណ៍មួយទៀតនៅថ្ងៃទី24ខែមិថុនាខ្ញុំមិនសល់ទុកនៅសេចក្តីថ្លែងការណ៍ខ្ញុំទៅផុសឡើងវិញណាសេចក្តីថ្លែងការណ៍នៅថ្ងៃទី24ខែមិថុនាឆ្នាំ2025ណាមួយខែគត់នៅមុនថៃវ៉ៃប្រាប់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតថាប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប្រើការជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយនឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីមានតែវិធីហ្នឹងទេទើបអាចបញ្ជាសង្គ្រាមបានលោកហ៊ុនសែនអត់ចឹងទេលោកហ៊ុនសែនគាត់ក្អេងក្អាងគាត់ថាទៅចូលវាយហើយគាត់ញុះរហូតទៅដល់គេហៅញុះនៅហៅស្មារតីជាតិនិយមជ្រុលមួយហៅគេសិតតែចោលសៀមតែអារឿងចោលឬមិនចោលខ្ញុំគ្មានយោបល់អីទេប៉ុន្តែពាក្យអស់ហ្នឹងវាអត់មានប្រយោជន៍នៅក្នុងការតតាំងយកឈ្នះគេបាទញុះសិតតែពាក្យចោលសៀមសិតតែពាក្យអាក្រក់ណាស់ដើម្បីឲ្យមានកំហឹងក្នុងការប្រយុទ្ធគ្នាទីបំផុតទៅប្រយុទ្ធគ្នានៅថ្ងៃទី24ខែកក្កដាប៉ុន្តែយើងខ្ញុំបានជូនដំណឹងតាំងពីថ្ងៃទី24ខែមិថុនាឆ្នាំ2025ថាជៀសសង្គ្រាមឲ្យបានប្រើយន្តការអន្តរជាតិលោកហ៊ុនសែនអត់ទេញុះឲ្យចេញសង្គ្រាមតតែបាននៅថ្ងៃទី24ខែកក្កដាឃើញទេលោកហ៊ុនសែនខ្លួនឯងជាអ្នកញុះឲ្យមានសង្គ្រាមរួចហើយឥឡូវហ្នឹងពេលមានសង្គ្រាមខ្លួនតទល់មិនបានពីព្រោះដំបូងលោកហ៊ុនសែនគិតថាសង្គ្រាមហ្នឹងទំនងជារប៉េះរបោះដោយកាល2008ដែលគាត់យករូបភាពសង្គ្រាមនោះទៅបិទបាំងអក្រិតកម្មឆ្លងដែនរបស់គាត់ផងបិទបាំងអក្រិតកម្មអនឡាញរបស់គាត់ផងហើយយកពាក្យស្នេហាជាតិការពារទឹកដីផងដើម្បីលើកមុខមាត់កូនប្រុសគាត់ប៉ុន្តែពេលថៃវ៉ៃមិនវ៉ៃប៉ុណ្ណឹងឯណាថៃវ៉ៃលើព្រំដែនជាង800គីឡូមានទុកថៃណាបានទុកថៃអត់បានទេ
ហើយយើងខ្ញុំបានប្រាប់ទៀតណាថាសង្គ្រាមលើកហ្នឹងមិនមែនដូច2008ទេបើកើតគឺថៃវាយជាង800គីឡូលោកហ៊ុនសែនអាចទៅស្ដាប់ឃ្លីបឡើងវិញបានឃ្លីបវីដេអូដែលខ្ញុំបាននិយាយតាំងពីមុនសង្គ្រាមកើតឡើងថាបើលើកហ្នឹងបើថៃវាយគឺថៃវាយរហូតដល់ជាង800គីឡូហ្នឹងលើព្រំដែនហ្នឹងរហូតដល់ព្រំដែនទឹកទៀតទីបំផុតមានទុកថៃណាបានទុកថៃមិនបានបាត់ទឹកដីប្រជាពលរដ្ឋភាគសាចិត្ត1លាននេះរួចឲ្យដោះស្រាយមិនចេញមិនហ៊ានតតាំងជាមួយថៃមកទម្លាក់កំហុសលើយើងខ្ញុំថាជាអ្នកចង់ឲ្យមានសង្គ្រាមទៅវិញមកដល់ពេលនេះយើងខ្ញុំនៅតែប្រាប់ថាដោះស្រាយបញ្ហាហ្នឹងដោយប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិលោកហ៊ុនសែននៅតែមិនប្រើទៀតតែកាលណានោះមិនប្រើណាថៃនៅតែវាយចេះបើថៃមិនវាយខ្លាំងក៏នៅតែអុកលុកដែរអុកលុកបង្កនៅភាពរំជើបរំជួលនៅតាមព្រំដែនដែរប្រជាពលរដ្ឋខ្មែរមិនអាចទៅក្បែរព្រំដែនបានទេកំហុសរបស់លោកហ៊ុនសែនទាំងស្រុងខ្ញុំគិតថាឈប់កុហកប្រជាពលរដ្ឋខ្មែរទៅហើយខ្ញុំជូនយោបល់មួយថាបើចង់មានប្រជាប្រិយភាពណាបើចង់ស្ដារមុខមាត់ឡើងវិញណាបើចង់គិតគូរដល់ប្រទេសជាតិខ្លះណាធ្វើការផ្សះផ្សាប្ររូបរួមជាតិទៅពង្រួមកម្លាំងជាតិមកឲ្យជាតិបានរួបរวมគ្នាមកធ្វើកិច្ចការជាមួយគ្នាការពារជាតិរួមយើងខ្ញុំអត់អីទេយើងខ្ញុំអាចបំភ្លេចនៅអាកំហុសរបស់លោកហ៊ុនសែនបានប៉ុន្តែកែខ្លួនមកកែខ្លួនការពារជាតិយើងទាំងអស់គ្នាកុំចង់បានមុខមាត់ខ្លួនឯងទម្លាក់កំហុសលើអ្នកដទៃនៅកំហុសដែលខ្លួនឯងជាអ្នកប្រព្រឹត្តផ្ទាល់ប្រព្រឹត្តតាំងពីដើមរៀងមកសោះណាតើបងអួតណាតើមកឃ្លីបគាត់ឡើងវិញមកអួតទៅវិញចុះគាត់អួតសុទ្ធតែអីគាត់អួតសុទ្ធតែសំណាញ់មេឃមិនយ៉ាងទេសំណាញ់មេឃហើយគាត់អួតយុទ្ធសាស្ត្រទៀតនេះចំណុចត្រង់ហ្នឹងចំណុចល្ងងបំផុតរបស់មេដឹកនាំគាត់សំណាញ់មេឃយើងបានប្រាប់ថាសំណាញ់មេឃក៏ទប់គេមិនបានដែរកុំធ្វើសង្គ្រាមគាត់អត់ទេថាសំណាញ់មេឃគាត់ហៅពួកយើងសុទ្ធតែអាឡងបាទថាវាមិនស្គាល់សំណាញ់មេឃថាយ៉ាងម៉េចគាត់បញ្យល់ទៀតអាសំណាញ់មេឃយ៉ាងម៉េចខ្ញុំថាចំពួកខ្ញុំល្ងងឬគាត់ល្ងងអ្នកណាទៅបញ្យល់ជាសាធារណៈថាសំណាញ់មេឃយ៉ាងម៉េចកាញ់ត្រៀមទុកថៃហើយទៅបញ្យល់ប្រាប់ថៃនោះអាហ្នឹងមួយទៅចំណុចទី2គាត់អួតអំពីយុទ្ធសាស្ត្រគាត់ថាមិនហីគាត់ថាឲ្យតំបន់ខ្លះឲ្យទប់ឲ្យបានតំបន់ខ្លះឲ្យចូលមកតែលោករ៉ាដូគាត់ធ្វើអាឆ្លើយឆ្លងជាមួយលោកហ៊ុនសែននោះគាត់ថាចូលមកអាហ្នឹងកងទ័ពមកចូលមកវាយឺតចាំយើងវាយទៅវិញបាទខ្ញុំអត់ចង់និយាយអារឿងយុទ្ធសាស្ត្រយឺតមិនយឺតហ្នឹងទេខ្ញុំចង់និយាយចេះខ្ញុំចង់និយាយថាហើយចុះមេដឹកនាំអីគាត់ល្ងងទេចុះបើខ្លួនធ្វើយុទ្ធសាស្ត្រអញ្ចឹងគាត់ធ្វើទៅមិនក៏ចាំបាច់ប្រាប់គេចាំបាច់គាត់ខ្លួនគាត់ម្ដងអួតថាខ្លាំងម្ដងប្រាប់គេចេះម្ដងប្រាប់គេចុះម្ដងប្រាប់ថាវាយម្ដងអត់ខ្លាចទេដល់ទៅពេលទប់ទល់ហ្មងបើទម្លាក់កំហុសថាយើងខ្ញុំជាអ្នកព្យាយាមញុះឲ្យមានសង្គ្រាមទៅវិញអត់ទេតាំងពីដើមមកគ្មានណាចង់ឲ្យមានសង្គ្រាមទេយើងខ្ញុំចង់តែពីរយ៉ាងគាត់អត់ឲ្យមានសង្គ្រាមទេជាមួយប្រទេសជិតខាងហើយចង់ឲ្យមានការស្ដារប្រជាធិបតេយ្យឡើងវិញទៅក្នុងស្រុកដើម្បីប្រកួតប្រជែងគ្នាកសាងប្រទេសជាតិអត់ចង់បានរឿងអ្វីផ្សេងក្រៅពីហ្នឹងទេអត់ចង់ឲ្យមានសង្គ្រាមប្រើយន្តការអន្តរជាតិប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយស្ដារប្រជាធិបតេយ្យឡើងវិញពួកយើងខ្ញុំទៅស្រុកវិញនឹងប្រកួតប្រជែងគ្នាទៅអ្នកណាឈ្នះអ្នកនឹងដឹកនាំប្រទេសទៅជួយប្រទេសជាតិជួយប្រជាពលរដ្ឋមួយទៅមានណាឥឡូវហ្នឹងលោកយ៉ងចន្ទរាខ្ញុំនិយាយប្រហែលម៉ាត់ចុះយើងឃើញទុកសោកបាត់បង់ទឹកដីព្រំដែនណាយើងឃើញទុកសោកហ្នឹងណាគឺជាទុកសោកដែលយើងស្នេហាជាតិយើងគិតជាតិម្ដងសឹងតែកាំងបេះដូងណាប៉ុន្តែអាទុកសោកអាធំជាងហ្នឹងទៀតនៅត្រង់ណានៅត្រង់ថាភាពក្រីក្រវេទនាវ័នករបស់ប្រជាពលរដ្ឋអត់ការងារធ្វើស្ទើរមកប្រទេសវ័នកនឹងបំណុលស្ទើរមកប្រទេសក្រីក្រគ្រឿងញៀនបំផ្លាញយុវជនអានោះមិនមែនតែទឹកដីព្រំដែនណាកាលណាយើងខ្សោយពលរដ្ឋខ្សោយពលរដ្ឋជីវភាពអន់មិនមានស្មារតីជាតិឲ្យរឹងមាំពីព្រោះគាត់វេទនាពេកទៅហើយអានឹងបាត់ប្រទេសទាំងមូលមកចាំមើលលោកយ៉ងចន្ទរាទៅបើលើកឡើងពីមុនហ្នឹងរឿងវៀតណាមចូលខុសច្បាប់ធ្វើស្តុកធ្វើអីហ្នឹងគេចូលជន់ហ្នឹងគេចូលជន់យកប្រទេសមកនេះអាហ្នឹងអាម៉ួយអាធំជាងបាត់ទឹកដីនៅតាមព្រំដែនទៀតបាត់ទឹកដីនៅតាមព្រំដែនហ្នឹងបាត់ទៅតាមព្រំដែនប៉ុណ្ណឹងទេណាប៉ុន្តែកាលណាពលរដ្ឋយើងក្រយើងខ្សោយវ័នកដោយបំណុលមិនអាចនៅរួចបរទេសចូលមកអន្តោប្រវេសន៍តាមតែគេចង់ចូលគេរស់នៅលើទឹកដីប្រទេសយើងស្រេចតែនឹងចិត្តអានោះបាត់ប្រទេសហ្មងអាហ្នឹងមិនមែនបាត់តែទឹកដីព្រំដែនទេណាបាត់ប្រទេសហ្មងបាទលោកកឹមសុខអរគុណច្រើនលោកកឹមសុខបានបកស្រាយល្អមែនទែនចំណុចនេះខ្ញុំចាប់បានចំណុចសំខាន់លោកកឹមសុខមិនសាហើយមិញលោកកឹមសុខនិយាយពីរឿងថាអ្នកណាទៅដែលមិនឆ្លាតសោះទៅយកយុទ្ធសាស្ត្រតបយុទ្ធសាស្ត្រយោធាមកបង្ហាញជាសាធារណៈរឿងសំណាញ់មេចំណាញ់អីហ្នឹងហើយលោកកឹមសុខមិញថានឹកឃើញពាក្យនឹងអត់តន់ហ្នឹងគេហៅយុទ្ធសាស្ត្រស្នែងកបីណាលោកហ៊ុនសែនគាត់ប្រើពាក្យហ្នឹងថាកន្លែងណាឲ្យចូលហើយកន្លែងណានេះហ្នឹងគាត់មកប៉ុន្តែដល់ពេលយើងបង្ហាញអញ្ចឹងទៅប្រទេសថៃគេច្បាស់មែនទែនដូច្នេះហើយគេយកអញួរហ្នឹងមកដំនៅចន្លោះស្នែងកបីហ្នឹងឯងអ្នកដែលធ្លាប់គេអត់ដំស្នែងទេលោកចង់ចន្ទរាថាលោកចង់ចន្ទរាចាំមានន័យថាគេអត់ដំស្នែងទេគេដំក្បាលហ្មងប្រឡោះស្នែងហ្នឹងបាទហ្នឹងហើយហ្នឹងគឺឥឡូវនេះគឺយើងក្នុងស្ថានភាពបែបហ្នឹងហើយចំណុចមួយទៀតដែលលោកកឹមសុខមានប្រសាសន៍អំពីការដែលបង្កើតឲ្យមានការស្មារតីរួបរวมជាតិបង្រួបបង្រួមជាតិអីហ្នឹងតាមពិតកន្លែងនេះក៏ជាចំណុច
យើងធ្លាប់បាននិយាយគ្នាតាំងពីមុនពេលផ្ទុះសង្គ្រាមធំមកម្ល៉េះថានៅពេលសង្គ្រាមហ្នឹងគឺជាចំណុចចាប់ផ្ដើមនៃការរួបរวมជាតិហើយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកប្រទេសជាច្រើនដែលគេចាប់ផ្ដើមរួបរวมគ្នានៅពេលដែលរងការឈ្លានពានពីបរទេសឬមួយក៏គេមានសត្រូវរួមមួយនឹងប៉ុន្តែដែលឡែកស្រុកខ្មែរហ្នឹងអត់ទៅរួចសោះហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្វីដែលយើងមើលឃើញថាវាធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរជាងនឹងទៀតគឺនៅពេលដែលមនុស្សដែលមានអំណាចមានឥទ្ធិពលដែលអាចជួយកែប្រែសង្គមនឹងបានធ្វើរឿងដែលមិនត្រឹមត្រូវធ្វើរឿងដែលខុសទៅវិញឧទាហរណ៍ណាលោកហ៊ុនម៉ាណីខ្លួនឯងគាត់ជាសហភាពសហព័ន្ធយុវជនសសយកពេលដែលសង្គ្រាមផ្ទុះឡើងពឹបលោកកឹមសុខនៅចាំបានទេទៅនាំយុវជននាំមន្ត្រីរាជការនាំគ្នាដើរនៅមុខវាំងឯណាបង្ហាញពីស្មារតីរួបរวมជាតិបង្ហាញពីការលើកទឹកចិត្តដល់វរៈកងទ័ពសមរភូមិពុកបាញ់គ្នាពេញភូមិដែរនាំគ្នាមកដើរនៅមុខវាំងអីចឹងទៅមិនមែនថាសកម្មភាពហ្នឹងវាអត់ប្រយោជន៍ទេប៉ុន្តែគ្រាន់តែវាមានសារៈសំខាន់នៅពេលដែលសង្គ្រាមកំពុងតែវាយគ្នានៅលើភូមិដែរហើយវាធ្វើខុសទិសដៅទៀតមិនមែនគួរតែធ្វើនឹងបែបហ្នឹងទេបំផុសស្មារតីរួបរวมជាតិមិនគួរធ្វើក្នុងរូបភាពបែបហ្នឹងទេបន្ទាប់មកទៀតមានរឿងអីកើតឡើងចុងក្រោយបង្កើតកម្មវិធីសបាយចូលឆ្នាំពេញទឹកពេញដីតាមវត្តអារាមតាមជំរំវាសឹកអីឲ្យប្រជាពលរដ្ឋផ្លិចនៅអាស្មារតីផ្លិចនៅអាការឈឺចាប់របស់ពួកគាត់ហើយចុងក្រោយហ្នឹងទៅធ្វើអីគេខួបមួយឆ្នាំហ្នឹងទៅនាំគ្នាធ្វើពិធីដាស់ស្មារតីជាតិយំកកេកកគោកចាក់វីដេអូនៅ Start Olympic អីហ្នឹងតើរឿងអញ្ចឹងគួរធ្វើដែរអាចធ្វើបានឬមួយក៏អាចមានអីដែលលើសពីហ្នឹងទៀតខ្ញុំចង់និយាយថាគាត់ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាគាត់ក្នុងនាមជាឧបនាយករដ្ឋមន្ត្រីជាកូនរបស់លោកហ៊ុនសែនផ្ទាល់ហេតុអីបានជាមិនជ្រើសរើសវិធីដែលមានប្រសិទ្ធភាពជាងហ្នឹងហេតុអីបានជាធ្វើនៅក្នុងមកកង្វល់តែប៉ុណ្្នឹងហើយគ្រាន់តែបង្កើតស្ថានភាពមួយដែលធ្វើឲ្យប្រជាពលរដ្ឋហ្នឹងយល់ច្រឡំថាប្រទេសជាតិឬមួយក៏ស្ថានភាពនៅក្នុងស្រុកហ្នឹងអត់អីហងកម្ពុជាមានសុខសន្តិភាពអីធម្មតានៅប្រម៉ូតអាហ្នឹងចេញនៅលើកស្ទួយអាពាកហ្នឹងបានទៀតទាំងដែលប្រជាពលរដ្ឋនៅតាមជំរំភាគសឹកភូមិដែរនោះអត់បាយកាហាយទឹកបាត់បង់លំនៅឋានផ្ទះសម្បែងហើយលោកកឹមសុខមានប្រសាសន៍ដល់រឿងក្រីក្រតជំនាន់នេះរឿងនេះមិនមែនជារឿងធម្មតាទេប្រជាពលរដ្ឋនៅបឹងតគួនប្រជាពលរដ្ឋនៅភូមិជោគជ័យព្រៃច័ន្ទណា3ជំនាន់ហើយដែលគាត់រស់នៅហ្នឹងជីវភាពគាត់រស់នៅអាស្រ័យផលនៅក្នុងទឹកដីហ្នឹងតើគាត់ត្រូវក្រប្រមាណជំនាន់ទៀតដើម្បីស្ដារស្ថានភាពឲ្យដូចដើមវិញការងារក៏គ្មានស្អីក៏គ្មានឥឡូវនេះប្រជាពលរដ្ឋទៅជួបលោកហ៊ុនសែនថ្ងៃមុនប្រជាពលរដ្ឋបានមកលៀនពីលោកហ៊ុនសែនមិនលៀនទាំងដែលគាត់បាត់បង់ផ្ទះសម្បែងបាត់បង់ដីធ្លីមុខរបររយៈពេល1ឆ្នាំហើយតើវាតបស្នងផលហ្នឹងវាស៊ីសងគ្នាបានទេហើយឥឡូវហ្នឹងគាត់ចង់ស្អំចិត្តដោយការយកឲ្យផ្ទះជាកម្មសិទ្ធិហ្នឹងទៅប្រជាពលរដ្ឋហើយដាក់ឈ្មោះភូមិហ្នឹងជាភូមិរងចាំតើលោកកឹមសុខចាប់អារម្មណ៍យ៉ាងម៉េចចំពោះចំណុចចុងក្រោយនេះបាទភូមិរងចាំខ្ញុំគិតថាបងប្អូនណាបើបងប្អូនមិនធ្វើសកម្មភាពដើម្បីទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតថាអញ្ចឹងចុះបដិញ្ញាប្តឹងទៅតុលាការយុតិធម៌អន្តរជាតិទាមទារទឹកដីបងប្អូនមកវិញទេណាបងប្អូនរងចាំមកជីវិតរងចាំតកូនតចៅក៏អត់បានទឹកដីបងប្អូនមកវិញដែរអត់បានទេពីព្រោះថៃគេកំពុងតែសាងសង់ផ្លូវគេកំពុងតែធ្វើហេដ្ឋារចនាសម្ព័ន្ធនោះហើយគេមិនដកទេបើកាលណាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅតែប្រើកលឹះ2កលឹះទី1អត់តបអីនៅពេលដែលថៃចូលធ្វើតាមចិត្តកលឹះទី2មិនប្តឹងទៅតុលាការយុតិធម៌អន្តរជាតិគឺបងប្អូនមិនបានមកវិញទេភូមិរងចាំបងប្អូនមិនមែនឈ្មោះត្រឹមតែភូមិរងចាំទេវាអាចនឹងប្រែឈ្មោះទៅជាភូមិខកចិត្តមកជីវិតហ្នឹងមកអត់បានមកវិញទេដូច្នេះចង់បានមកវិញមិនមែនចាំស្ដាប់រហស្សនាមឈ្មោះដែលលោកហ៊ុនសែនដាក់ឲ្យភូមិរងចាំនោះទេបើចង់បានមកវិញក៏ត្រូវតែបងប្អូននឹងធ្វើសកម្មភាពទាមទារហ្មងទាមទារឲ្យរដ្ឋាភិបាលត្រូវតែប្តឹងហ្មងប្តឹងទៅតុលាការយុតិធម៌អន្តរជាតិដើម្បីយកដីមកវិញបើរដ្ឋាភិបាលនឹងមិនប្តឹងទេចុះចេញប្រាប់អញ្ចឹងហ្មងទាមទារឲ្យច្បាស់បងប្អូនអត់មានទៅប្រឆាំងនឹងរដ្ឋាភិបាលអីទេគឺបងប្អូនគ្រាន់តែឲ្យរដ្ឋាភិបាលដើរតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំជាតិត្រូវតែប្តឹងទៅតុលាការយុតិធម៌អន្តរជាតិយកដីរបស់បងប្អូនមកវិញហើយបងប្អូនគិតមើលទៅមើលណាវាមិនមែនជាការជឿចាប់ធម្មតាទេលោកយ៉ងចន្ទរាមានប្រសាសន៍បាញ់មិញដល់ចំនួនអ្នកខ្លះទំមបានផ្ទះថ្មនៅហើយឥឡូវបងប្អូនមកចាប់ដើមឡើងវិញហ្នឹងចាប់ដើមដាំចេកពីកូនចេកឡើងវិញហ្នឹងចាប់ដើមឈូសឆៃដីឡើងវិញហ្នឹងដោយបងប្អូននៅពី79ហ្នឹងហើយសួរមើលបងប្អូនប្រហែលឆ្នាំទៀតតប្រហែលជំនាន់ទៀតទៅបងប្អូនអាចមានជីវភាពល្អប្រសើរឡើងវិញមិនងាយទេណាហើយរត់តែមិនងាយទៅទៀតនៅត្រង់ណាទេបងប្អូនពិចារណាច្បាស់ណារត់តែមិនងាយទៅទៀតនៅត្រង់ថារដ្ឋាភិបាលសពថ្ងៃនេះគ្មានសមត្ថភាពដឹកនាំសេដ្ឋកិច្ចនិងសង្គមគិច្ចទេអត់មានលុយជួយសង្គមគិច្ចទេយូទៅជួបបងប្អូនម្ដងឧបមាលោកហ៊ុនសែនឲ្យ1លានអញ្ចឹងទៅលួងលោមបងប្អូនផងទៅគម្រាមបងប្អូនផងទៅអួតក្អេងក្អាងហ្នឹងតែប៉ុណ្ណឹងដើរអញ្ចឹងទៅមួយឆ្នាំពីរឆ្នាំក្រោយទៅជួបម្ដងទៀតឲ្យ1លានអញ្ចឹងទៀតទៅតែប៉ុណ្ណឹងសួរថាបងប្អូនអាចរីកចម្រើនជីវភាពរបស់បងប្អូនដោយវិធីណាគ្រួសារបងប្អូនប្រមាណចំនួនទៀតដែលអាចរីកលូតលាស់បានអត់បានទេសង្គមគិច្ចក៏អត់មានទៀងទាត់សេដ្ឋកិច្ចក៏កំពុងតែធ្លាក់ដុនដាបសេដ្ឋកិច្ចកម្ពុជាគឺសេដ្ឋកិច្ចសពថ្ងៃឆោបបោកអនឡាញណាសហគមន៍អន្តរជាតិកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងណាស់អត់មានការងារអត់មានចរន្តសេដ្ឋកិច្ចទេនៅពេលដែលយើងមានទំនាស់ជាមួយថៃចរន្តសេដ្ឋកិច្ចដែលបងប្អូនធ្លាប់រស់ស៊ីជាមួយថៃហ្នឹងទៅអត់មុខរួចទៀតគឺចប់យើងមិនរួចទេដូច្នេះខ្ញុំនៅលងជឿតាមលោកហ៊ុនសែនលោកហ៊ុនម៉ាណែតត្រូវឲ្យគាត់
ប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិយកដីមកវិញបើយើងប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិយកដីបានមកវិញនោះព្រំដែនហ្នឹងខ្លាយទៅជាព្រំដែនដែលដោះស្រាយដោយសារក្រមរបស់តុលាការអន្តរជាតិដោះស្រាយដោយសារក្រមរបស់តុលាការយុតិធធម៌អន្តរជាតិហើយវាទៅជាព្រំដែនអន្តរជាតិសន្តិភាពហើយបងប្អូនអាចរកស៊ីបានដូចមុនអញ្ចឹងទំនាក់ទំនងហ្នឹងវាកាន់តែល្អប្រសើរឡើងហើយទោះបីជារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៅកាន់ណាក៏វាអាចគ្រាន់តែជាងមុនគ្រាន់តែជាសប្តាហ៍ថ្ងៃហ្នឹងបន្តិចដែរប៉ុន្តែបើមិនប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិទេព្រំដែនសប្តាហ៍ថ្ងៃហ្នឹងគឺព្រំដែនដែលថៃបន្លាចរហូតហ្នឹងទោះបីជាថៃមិនយកអាវុធមិនយករថក្រោះមកប្រឈមក៏ដោយក៏ថៃអុកលុករហូតដែរអត់ឲ្យមានភាពស្ងប់ស្ងាត់ទៅតាមព្រំដែនទេបងប្អូនទៅផ្ទះបងប្អូនវិញមិនបានទេបងប្អូនខ្ញុំជម្រាបជូនបងប្អូនរឿងមួយដែលលោកយ៉ងច័ន្ទរាមានប្រសាសន៍ខាងដើមអំពីរដ្ឋធម្មនុញ្ញហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិយាយច្រើនណាស់រឿងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាណារដ្ឋធម្មនុញ្ញយើងណាទាមទារឲ្យយើងត្រូវតែការពារទឹកដីយើងឲ្យបានហើយរដ្ឋធម្មនុញ្ញយើងពិសេសណារដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាហ្នឹងដែលប្រសូតឡើងនៅឆ្នាំ1993នេះជារដ្ឋធម្មនុញ្ញដែលមានភ្ជាប់ទៅនឹងបេះដូងប្រជាពលរដ្ឋហើយនឹងបេះដូងរបស់សហគមន៍អន្តរជាតិត្រង់ណានៅត្រង់ថារដ្ឋធម្មនុញ្ញហ្នឹងវាកើតឡើងពីសភាធម្មនុញ្ញហ្នឹងកើតឡើងពីការបោះឆ្នោតនៅឆ្នាំ1993ការបោះឆ្នោតឆ្នាំ1993នេះរៀបចំឡើងដោយអ៊ុនតាក់អង្គការសហប្រជាជាតិហ្នឹងរៀបចំឡើងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឃើញទេបងប្អូនលំដាប់លំដោយគឺមកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអ្វីទៅជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាលិខិតទុបករអន្តរជាតិឬច្បាប់អន្តរជាតិដែលមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺកម្ពុជាមហាអំណាចទាំង5នៅលើពិភពលោកហ្នឹងឃើញទេអង្គការសហប្រជាជាតិមករៀបចំការបោះឆ្នោតបង្កើតសភាធម្មនុញ្ញបង្កើតរដ្ឋធម្មនុញ្ញចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាយើងហ្នឹងគឺជាការភ្ជាប់បេះដូងប្រជាពលរដ្ឋជាមួយនឹងច្បាប់អន្តរជាតិឬគោលការណ៍អន្តរជាតិឬក៏បេះដូងនៃអង្គការសហប្រជាជាតិតែម្ដងដូច្នេះប្រាប់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតត្រូវប្រើរដ្ឋធម្មនុញ្ញដែលលោកយ៉ងច័ន្ទរាលើកឡើងខាងដើមថាការពារទឹកដីនៃប្រទេសកម្ពុជាគឺរដ្ឋធម្មនុញ្ញនិយាយច្បាស់ណាស់រក្សាសិទ្ធិការពារទឹកដីនៃប្រទេសកម្ពុជាសិទ្ធិការពារទឹកដីនៃប្រទេសកម្ពុជាគឺបើគេចូលត្រូវតែຕົកហើយបើគេឈ្លានពានយើងត្រូវតែប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិឬប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតែម្ដងដូច្នេះបងប្អូនយើងនាំគ្នាសកម្មឡើងក្នុងការធ្វើកិច្ចការដើម្បីប្រទេសជាតិកុំដេករងចាំបើបងប្អូនស្រឡាញ់ពាក្យភូមិរងចាំគឺបងប្អូននឹងថ្ងៃក្រោយនឹងបានពាក្យថាភូមិខកចិត្តដែរហើយនៅពេលដែលបងប្អូនបានពាក្យភូមិខកចិត្តអានោះបងប្អូនមិនមែនខកចិត្តត្រឹមតែបាត់ផ្ទះដីស្រែចម្ការរបស់បងប្អូនទេខកចិត្តបាត់បង់ទឹកដីនៃប្រជាណាចក្រកម្ពុជាតែម្ដងពួកដីបងប្អូនហ្នឹងដីនៃប្រទេសកម្ពុជាតាហើយកាលណាបាត់ប៉ុណ្ណឹងមកគេកាន់តែក៏ក្លឿនមកហើយគេយកបានប៉ុណ្ណឹងបងប្អូនពិចារណាមួយទៀតបើគេយកបានប៉ុណ្ណឹងសួរតែគេឈប់យកឬគេឈប់យកឬគេមិនឈប់ទេខ្ញុំជម្រាបជូនបងប្អូនវៀតណាមហើយនិងថៃនេះអត់ឈប់យកស្រុកខ្មែរទេហើយឥឡូវនេះគេស្រួលយកកាលណារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៅកាន់អំណាចគេស្រួលយកហើយបងប្អូនទៅមើលប្រវត្តិសាស្ត្រណាវៀតណាមនិងថៃនៅពេលដែលឆ្លោះគ្នាណាគេមិនដែរវាយគ្នាផ្ទាល់ទេគឺវាយគ្នាលើទឹកដីនៃប្រទេសកម្ពុជាណាប្រវត្តិសាស្ត្រណាពេលដែលគេវាយគ្នាក៏គេវាយយកទឹកដីនៃប្រទេសកម្ពុជាដល់តែពេលគេត្រូវគ្នាក៏គេត្រូវយកទឹកដីនៃប្រទេសកម្ពុជាដែរខ្ញុំឧទាហរណ៍ក្រោយរដ្ឋប្រហារ97ពេលលោកហ៊ុនសែនធ្វើរដ្ឋប្រហារទម្លាក់ប្រោម្ចាស់នរោត្តមរណរដ្ឋចេញពីអំណាចរដ្ឋប្រហារ97ហើយថៃនិងវៀតណាមគេត្រូវគ្នាតាត្រូវគ្នានោះហើយបែងចែកដែនសមុទ្រយកសមុទ្រថៃគេគ្រប់គ្រងតំបន់សមុទ្រ30000 គីឡូម៉ែត្រក្រេទៅវៀតណាមយក30000 គីឡូម៉ែត្រក្រេទៅអា30000 គីឡូម៉ែត្រក្រេដែលវៀតណាមយកនោះអត់មានតំបន់ត្រួតស៊ីគ្នាទេណាឲ្យវៀតណាមទាំងស្រុងមកណាហ៊ុនសែនអត់មានក្អកប្រមាត់ទេណាតែ30000 គីឡូម៉ែត្រក្រេដែលថៃយកនោះគេថាមាន26000ហ្នឹងតំបន់ត្រួតស៊ីគ្នាដែលមានទំនាស់ដល់ពេលបច្ចុប្បន្នហ្នឹងឃើញទេថៃនិងវៀតណាមឆ្លោះគ្នាក៏ឆ្លោះគ្នាយកទឹកដីខ្មែរថៃនិងវៀតណាមត្រូវគ្នាក៏ត្រូវគ្នាយកទឹកដីខ្មែរដែរដូច្នេះតើតែយើងមានរដ្ឋាភិបាលមួយរឹងមាំរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនមិនអាចទប់នៅឥទ្ធិពលរបស់វៀតណាមនិងថៃដែលចង់បានកម្ពុជានោះទេបាទអរគុណច្រើនលោកកឹមសុខមិញនេះលោកកឹមសុខមានប្រសាសន៍ទៅដល់រឿងភូមិរងចាំហ្នឹងហើយតាមពិតឥឡូវនេះវារឿងធ្ងន់មួយទៀតបន្ទាប់ពីមានករណីដាក់ឈ្មោះភូមិរងចាំនៅពេលដែលប្រជាពលរដ្ឋអត់ពេញចិត្តអត់សប្បាយចិត្តហើយគាត់និយាយថាពាក្យនឹងអត់ត្រឹមត្រូវសោះពីព្រោះវាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់គាត់អារម្មណ៍របស់គាត់មិនដឹងរងចាំដល់ពេលណាដូចសាលាចាំប្តីអីចឹងដល់ពេលចឹងទៅឥឡូវនេះមានអាជ្ញាធរតាមគម្រាមគាត់ពមៀនតាមវាយដល់ផ្ទះហ្មងថាបើសិនជាហ៊ាន comment សារណាមួយប្រឆាំងនឹងពាក្យគម្រោងដាក់ពាក្យរងចាំហ្នឹងគឺថាអាចមានបញ្ហាទៀតដូច្នេះហើយដូចថាក្នុងឱកាសណាមួយក៏ដោយគឺរបបដឹកនាំរបស់លោកហ៊ុនសែនហើយនិងអាជ្ញាធររបស់ពួកគាត់នេះមិនដឹងថាគាត់យកអីមកគិតដូចជាចេះតែរកទំនុកមកសង្កត់កខ្មែរតទៅបានណាខ្ញុំលើកឧទាហរណ៍ករណីមួយទៀតលោកកឹមសុខបើចាប់អារម្មណ៍
យើងគ្មានច្បាប់ណាមួយនៅក្នុងការមកដាក់ទោសទណ្ឌទៅលើប្រជាពលរដ្ឋខ្លួនឯងដែលពួកគ្រាន់តែពួកគាត់នាំចូលរបស់របរពីថៃមកទេបើតាមយើងដឹងទាំងអស់គ្នាប៉ុន្តែរាល់ថ្ងៃនេះនៅពេលដែលគាត់ខឹងគាត់ស្អប់អីចឹងទៅគ្នារស់ស៊ីមួយចំនួនដែលនៅនាំផលិតផលថៃមកឬមួយក៏នៅឆ្លៀតប្រើផលិតផលថៃហ្នឹងគឺចាប់ផ្ដើមបង្កើតជាកំហឹងសំអប់គេហៅបង្កើតសំអប់ជាតិសាសន៍ខ្លួនឯងហើយបានតែយើងត្រូវមកខឹងស្អប់ប្រជាជនខ្លួនឯងប្រជាពលរដ្ឋខ្លួនឯងដែលគ្រាន់តែពួកគាត់លួចនាំចូលរបស់របរខ្លះមកអីចឹងទៅហើយចុះកាលពីប្រហែលឆ្នាំមុននោះនៅពេលដែលលោកហ៊ុនសែនបើកចំហច្រកព្រំដែនឲ្យនាំគ្រឿងបកកសាច់បកកនាំចូលពីក្រៅប្រទេសពីប្រទេសថៃអីហ្នឹងមកតាមរយៈគយរបស់គាត់ករណីខ្លះអត់មានបងពុនត្រឹមត្រូវទៀតនោះហើយនេះបានជារួចខ្លួនបានរឿងអស់ហ្នឹងដល់ពេលសម្រាប់ស្ថានភាពឥឡូវពេលដែលមានទំនាស់ព្រំដែនគាត់ខឹងគាត់ស្អប់អីចឹងទៅចាប់ផ្ដើមធ្វើបាបប្រជាពលរដ្ឋខ្លួនឯងហ្នឹងហើយខ្ញុំចេះតែកោតចិត្តទៅទៀតរឿងពួកដៃជើងរបស់បកកណ្ដាលនឹងខ្លះហ្នឹងគឺថាបញ្ចេញតាំងពីអត្តសញ្ញាណអ្នកណាអ្នកលក់អ្នកជួញដូរអ្នកនាំចូលអ្នកស្អីសពបែបយ៉ាងគឺថាបង្កើតកំហឹងជះសម្អប់គ្នាឯងមែនទែនហើយខ្មែរគ្នាឯងសោះហ្នឹងហើយស្មានអស់ផ្ទះអស់លោកអ្នកធំហ្នឹងមិនស្រួលសំណង់ដែកគ្រឿងអីផ្សេងហ្នឹងសាងសង់មិនស្រួលនាំពីថៃមកផងខ្ញុំចង់និយាយថារឿងព្រំដែនវាជារឿងព្រំដែនក៏ប៉ុន្តែហេតុអីបានជាយើងប្រឹងជះសម្អប់បង្កើតអាការស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯងដោយសារតែរឿងជាមួយអ្នកដទៃនោះយើងអត់អាចរកដំណោះស្រាយនឹងបានសោះហើយយើងមើលឧទាហរណ៍នៅប្រទេសថៃមើលតើមកដល់ម៉ោងនេះមានប្រជាជនថៃណាម្នាក់ដែលត្រូវបានចាប់ដាក់គុកដោយគ្រាន់តែប្រើផលិតផលកម្ពុជាឬមួយក៏ដោយគ្រាន់តែរិះគន់អំពីបញ្ហាព្រំដែនវាអត់មានវាមានតែក្នុងស្រុកខ្មែរហ្នឹងហើយដល់ពេលប្រជាពលរដ្ឋនិយាយអីហ្នឹងឥឡូវហ្នឹងគឺអត់បានទេលោកហ៊ុនសែននិយាយថ្ងៃមុនច្បាស់ទៀតថាគាត់មានក្រុមរបស់គាត់ចាំតាមដាននៅលើបណ្ដាញសង្គមហ្នឹងហ្មងតែឃើញចាប់ហើយអាហ្នឹងបាត់ល្មើសជាក់ស្ដែងវាចាំទៅទៀតតើចំណុចនេះលោកកឹមសុខមានយោបល់យ៉ាងណាវិញបាទមកពីលោកហ៊ុនសែនហ្នឹងហើយនឹងលោកហ៊ុនម៉ាណែតគាត់គ្មានវិធីបង្ហាញសមត្ថភាពប្រាប់ប្រជាពលរដ្ឋថាគាត់យកទឹកដីបានវិញគាត់គ្មានវិធីបង្ហាញប្រាប់ប្រជាពលរដ្ឋថាគាត់ការពារទឹកដីកុំឲ្យគេរួចចូលថែមទៀតគាត់គ្មានវិធីបង្ហាញប្រជាពលរដ្ឋថានេះប្រជាពលរដ្ឋភាគសឹកចិត្ត1លាននេះហ្នឹងកុំបារម្ភអីជីវភាពអីការងារគាត់គ្មានវិធីដោះស្រាយបញ្ហាអស់ហ្នឹងទេអញ្ចឹងក៏យកអារឿងហ្នឹងមួយរឿងទំនិញនាំចូលពីថៃហ្នឹងទៅធ្វើជាប្រធានបទធំបង្កើតកណ្ដាប់ដៃក្តៅពង្រីកសម្អប់ដល់ខ្មែរណាដែលនាំទំនិញចូលពីថៃតែពិតរឿងខ្មែរនាំទំនិញចូលពីថៃនេះវាមិនប្រកាសថាប្រជាពលរដ្ឋខ្មែរតូចតាចនាំទំនិញចូលមកពីថៃនោះទេនៅស្រុកខ្មែរណាគួយតាមព្រំដែនអ្នកកម្មការងារតាមព្រំដែនហ្នឹងអស់លុយច្រើនណាច្រកប៉ោយប៉ែតច្រកបឹងតកួនច្រកស្អីហ្នឹងអស់លុយច្រើនណាពួកហ្នឹងរាប់លានដុល្លារមុននឹងបានធ្វើកិច្ចការអស់ហ្នឹងដូច្នេះត្រូវស៊ើបមើលពួកហ្នឹងជាមុនមិនប្រជាពលរដ្ឋចេះតែងាយនាំចូលទេពួកនឹងអស់លុយច្រើនពេកដូច្នេះហើយដើម្បីស្ដារយកលុយខ្លួនមកវិញហើយមិនដឹងថាស្ដារយ៉ាងម៉េចឥឡូវស្ថានភាពតានតឹងហើយម្នាក់នឹងអស់ប្រមាណលានស្ថានភាពតានតឹងមិនដឹងស្រង់មកវិញយ៉ាងម៉េចបានអញ្ចឹងនាំគ្នាឆ្លៀតតាមពិតទៅអ្នកដែលហ៊ុនសែនកំពុងតែនិយាយថានាំទំនិញចូលពីថៃហ្នឹងគឺជាអ្នកដែលបងលុយឲ្យហ៊ុនសែនដើម្បីទៅកាន់តំណែងហ្នឹងទេមែនទេគឺអ្នកទាំងអស់ហ្នឹងទេចំណែកទំនិញនៅក្នុងស្រុកហ្នឹងតាមខ្ញុំគិតទៅណាទំនិញពីថៃក្នុងស្រុកហ្នឹងគឺវិហាហួរចូលគេហៅថាtransfer មានន័យថាចែកចាយទៅហើយចែកចាយ share ទៅហើយបាត់តែអ្នកនាំចូលដំបងនឹងរួចខ្លួនបាត់ហើយពួកគយពួកអីតាមផ្លូវនឹងរួចខ្លួនបាត់ហើយតែប៉ុន្តែរងគ្រោះអាអ្នកដែលទទួល share ខាងក្នុងនេះទទួលយកទៅលក់ខាងក្នុងទេឃ្លាំងអីហ្នឹងបើតាមខ្ញុំគិតណាអញ្ចឹងអ្នកដែលហ៊ុនសែនប្រកាសសម្អប់ហ្នឹងគឺពួកគាត់រងគ្រោះថៃណាបាទពួកគាត់រងគ្រោះថៃពិតមែនហើយពួកគាត់មិនគួររកស៊ីទំនិញថៃទេក្នុងពេលហ្នឹងក៏ប៉ុន្តែយើងសួរមកវិញបើគាត់មិនរកស៊ីទំនិញថៃគាត់រកស៊ីទំនិញណាឥឡូវខ្ញុំសួរស្រុកខ្មែរយើងរកស៊ីទំនិញអីទំនិញឡាវអត់មានទេមានទំនិញវៀតណាមរួចទំនិញថៃនិងទំនិញវៀតណាមមានអីខុសគ្នាវាអត់មានខុសគ្នាទេថៃក៏ឈ្លានពានវៀតណាមក៏ឈ្លានពានដែរតាវៀតណាមឈ្លានពានសាហាវស្ងាត់ហើយយកដៃយើងច្រើនជាងថៃទៀតនិយាយអញ្ចឹងមិនមានន័យថាឲ្យទៅខឹងវៀតណាមមិនខឹងថៃទេមែនទេខ្ញុំចង់ប្រៀបធៀបថាអ្នកទាំងពីរសុទ្ធតែអ្នកឈ្លានពានដូចគ្នាទំនិញវៀតណាមក៏ទំនិញអ្នកឈ្លានពានទំនិញថៃក៏ទំនិញអ្នកឈ្លានពានដែរនោះយកឲ្យគាត់រកស៊ីទៅណាហើយស្រុកខ្មែរយើងមានទំនិញណាឥឡូវហ្នឹងអត់មានទំនិញទេស្រុកខ្មែរយើងអត់មានផលិតកម្មឲ្យខ្លួនឯងទេរបស់ប្រើប្រាស់ក្នុងស្រុកស្អីអត់មានតតែសោះហើយមានបន្តិចបន្តួចមិនអាចផ្គត់ផ្គង់បានផងគ្រាន់តែមីកញ្ចប់ហ្នឹងមកដល់ពេលនេះយើងគ្មានមីកញ្ចប់សម្រាប់ផ្គត់ផ្គង់ពេញស្រុកខ្មែរផងហ្នឹងដឹកនាំជិត40ឆ្នាំហើយលោកហ៊ុនសែននោះឃើញទេបាទអញ្ចឹងគាត់នាំទំនិញមកពីណាលោកហ៊ុនសែនត្រូវទទួលស្គាល់ថាអូនោះគឺជាកំហុសរបស់គាត់ទទួលស្គាល់មួយទៀតទៅថាគាត់មិនមែនត្រឹមតែមិនកសាងនៅកម្លាំងការពារជាតិទេសូម្បីតែកម្លាំងសេដ្ឋកិច្ចផលិតកម្មក្នុងស្រុកហ្នឹងក៏ហ៊ុនសែនមិនបានខ្វល់ដែរគឺទុកឲ្យខ្មែរក្រដើម្បីឲ្យអីឲ្យវៀតណាមចំណេញរាល់ថ្ងៃវៀតណាមចំណេញរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំសូមកាត់លោកកឹមសុខផងចំណុចហ្នឹងតិចតាមពិតលោកហ៊ុនសែនគាត់មួយថ្ងៃមុនហ្នឹងគាត់សារភាពត្រង់ហ្នឹងដែរណាគាត់ថាទៅវាមិនទៅឡាប់អីទេរឿងអត់តំណែងពីថៃអីហ្នឹងយើងបើខ្វះទេនាំមកពីវៀតណាមហីទៅឆ្លៀតបានប្រម៉ូតចវាយងាយរបស់គាត់ទៀតហើយបើថាខ្វះមែនតើទៅយកពីម៉ាឡេយកពីសិង្ហបុរីមកទៀតទៅហ្នឹងគាត់ព្យាយាមទាញទៅចំណុចហ្នឹងលោកកឹមសុខ
យើងជជែកគ្នានឹងក៏ច្រើនហើយដែរខ្ញុំចង់ងាកទៅ comment របស់អ្នកស្ដាប់បន្តិចហើយសូមជម្រាបជូនលោកអ្នកនាងមុននឹងតិចថាលោកអ្នកនាងដែលស្ដាប់តាមបណ្ដាញសង្គម Facebook ហ្នឹងថ្ងៃនេះយើងមិនដឹងថាមានបញ្ហាអីទេប៉ុន្តែវាកាំងរហូតចឹងណាធ្វើឲ្យការផ្សាយរបស់យើងនៅលើ Facebook ហ្នឹងគឺយើងអត់ដំណើរការបានរលូនទេអញ្ចឹងភាគច្រើនបងប្អូនទាំងអស់គ្នាស្ដាប់ហើយនឹងមានមតិយោបល់ហ្នឹងនៅលើបណ្ដាញសង្គម YouTube ហើយវារៀងវែងបន្តិចដែរថ្ងៃនេះពីព្រោះអីយើងរឿងព្រំដែនហ្នឹងវាកាត់ឡើងមួយអាទិត្យអីហើយប្រហែលថ្ងៃចុះគ្នាណាសិតសឹងយើងព្រំដែននៅលោកហ៊ុនសែនគាត់លើកឡើងអញ្ចឹងយើងចង់សកត់ធ្ងន់ទៅលើចំណុចនេះពីព្រោះថាយើងចុងសប្ដាហ៍យើងអត់បានផ្សាយទេអញ្ចឹងសូមបងប្អូនបន្តរងចាំស្ដាប់យើងបានជជែកគ្នាច្រើនហើយឥឡូវងាកមករឿង comment របស់អ្នកស្ដាប់វិញcomment របស់អ្នកស្ដាប់ហ្នឹងគឺ comment ខ្លះល្អមែនតើហើយអ្នកខ្លះទៀតក៏គាត់ចូលរួមជាយោបល់ដែរឧទាហរណ៍ថាគាត់និយាយថាដាក់ឈ្មោះភូមិរងចាំគឺរងចាំតដល់កូនចៅទៅទៀតក៏មិនបានមកវិញដែរបើនៅតែតាសាញ់នៅក្តាប់អំណាចនោះគ្មានផ្លូវទេបើមិនតស៊ូងើបនៅខ្លួនឯងកុំសង្ឃឹមពាក្យតាសាញ់ហ្នឹងហើយតាសាញ់មួយទៀតគាត់ចូលតាសាញ់ទៀតគាត់គាត់សំដៅទៅលើលោកហ៊ុនសែនហ្នឹងហើយគាត់ប្រើពាក្យតាសាញ់អញ្ចឹងណាបាទណែដូចជាមានរឿងព្រេងនិទានខ្មែរយើងនឹងចៅធំនឹងតាសាញ់ហ្នឹងតាសាញ់ហ្នឹងបោកអ្នកភូមិបោកអីហ្នឹងណាហើយបានហ្នឹងរឿងព្រេងនិទានខ្មែរមួយទៀតគាត់និយាយចេះថាប្រទេសមួយបើប្រជាពលរដ្ឋខ្លួនឯងមិនស្គាល់ប្រវត្តិសាស្ត្រមិនស្គាល់ផ្ទៃដីខ្លួនឯងផងតើនឹងទៅជាយ៉ាងណាអនាគតសុខទេនឹងគាត់ comment ក៏ល្អដែរមួយទៀតគាត់ comment ថាវាមិនខុសពីក្រុមគ្រួសារដែលមានចរិតមិនទទួលខុសត្រូវចំពោះប្រទេសជាតិទេចរិតខ្លួនឯងចោលមកសៀតសោះទៅជាបន្ទោសអ្នកដទៃចឹងទៅវិញម្នាក់ទៀតគាត់ comment ទៀតថាចរិតខ្មែរអ្នកដឹកនាំខ្មែរនឹងដែរគឺហាក់ដូចជាត្រូវការមានចរិតជាការចាំឲ្យគេជួយដូច្នេះហើយនៅពេលដែលគេមិនជួយក៏ខឹងគេហើយជាដាប់ដាវបន្ទោសអ្នកដទៃអញ្ចឹងទៅនេះក៏ជា comment មួយគួរចាប់អារម្មណ៍ដែរហើយមានខ្លះទៀតគាត់ comment ថាខ្មែរជាមនុស្សក្រទេប៉ុន្តែចរិតមាយាទបើជាច្រើន10ឆ្នាំច្រើន100ឆ្នាំអាហ្នឹងអត់សូវស្វាហាប់សោះហើយសតិអារម្មណ៍របស់ខ្លួនហ្នឹងក៏មិនជារឹងមាំឯដែរដូច្នេះបានជាគេចេះតែបោកបានអញ្ចឹងណាហ្នឹងក៏ឆ្លុះបញ្ចាំងពីស្ថានភាពស្រុកខ្មែរនឹងដែរហើយមានអ្នកខ្លះទៀតគាត់ comment លើកសរសើរលោកកឹមសុខខ្លួនឯងទេថាលោកកឹមសុខនិយាយល្អណាស់ថ្ងៃណាមួយសង្ឃឹមថានឹងបានជួបលោកកឹមសុខអីចឹងបាទនេះគឺជាបាទ comment ចូលបន្តិចដែរចូលបន្តិចដែរបាទហ្នឹងហើយហើយខ្លះទៀតទៅក៏គាត់ថានឹងអ្នកតាសាញ់ទៀតហើយមាន comment អ្នកតាសាញ់ពីវិញនេះគាត់ថាតាសាញ់ហ្នឹងត្រូវការគិតតែពង្រឹងអំណាចរបបរបស់គាត់តែប៉ុណ្ណឹងតាសាញ់នេះអត់មានគិតអីសោះរឿងទឹកដីរឿងដោះស្រាយបញ្ហាជាតិអីហ្នឹងគាត់បែបស្គាល់ nickname របស់លោកហ៊ុនសែនណាបាទហ្នឹងហើយអញ្ចឹង comment របស់អ្នកស្ដាប់មានប៉ុណ្្នឹងឯងអញ្ចឹងជាចុងក្រោយខ្ញុំមានចំណុចតែមួយទៀតទេដោយសារលោកកឹមសុខបានមានប្រសាសន៍អំពីមិញមានជាយោបល់ដែរទៅកាន់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតក្នុងនាមជារដ្ឋាភិបាលអញ្ចឹងចង់ឲ្យលោកបញ្ជាក់ឡើងវិញអំពីយោបល់ដែលលោកជូនទៅរដ្ឋាភិបាលកម្ពុជាហ្នឹងហើយបើលោកអាចខ្ញុំចង់ឲ្យលោកកឹមសុខជួយឲ្យយោបល់ខ្លះទៅខាងក្រុមលោកហ៊ុនម៉ាណីខ្លះមើលលោកកឹមសុខព្រោះអីក្រុមលោកហ៊ុនម៉ាណីហ្នឹងដូចយើងដឹងហើយគាត់មានសហភាពសហព័ន្ធយុវជនគាត់មានបណ្ដាញគាត់មានក្រុមគាត់ធំហើយគាត់សកម្មភាពអីគាត់ធ្វើបានដែរព្រោះគាត់មានលុយគាត់មានរចនាសម្ព័ន្ធរដ្ឋគាត់ប្រើប្រាស់រចនាសម្ព័ន្ធរដ្ឋហ្នឹងមកធ្វើសកម្មភាពគ្រប់ពេលគ្រប់វេលាទាំងអស់ប៉ុន្តែសកម្មភាពរបស់គាត់ជាទូទៅត្រូវបានប្រជាពលរដ្ឋរិះគន់ហើយអ្នកសង្កេតការណ៍វាយតម្លៃថាជាសកម្មភាពដែលធ្វើនឹងមិនត្រូវសោះមិនត្រូវទិសដៅដូចមានគំនិតថាចង់ធ្វើអីមួយដែរប៉ុន្តែធ្វើនឹងវាចេះតែធ្វើខុសវាចេះតែធ្វើអត់ត្រូវទិសដៅអញ្ចឹងបើលោកមានជាទស្សនៈមានជាមតិយោបល់ឲ្យចង់ជូនទៅរដ្ឋាភិបាលលោកហ៊ុនម៉ាណែតលោកហ៊ុនសែនក៏ជូនទៅហើយខាងក្រុមលោកហ៊ុនម៉ាណីនឹងជូនជាយោបល់យ៉ាងម៉េចសម្រាប់ពួកគាត់ដែរសូមអញ្ជើញលោកកឹមសុខបាទខ្ញុំគិតថាបើលោកហ៊ុនម៉ាណីគិតគូកងទ័ពលោកអញ្ជើញទៅធ្វើស្ថិតិកងទ័ពជួរមុខហើយមិនបាច់បញ្ចេញថាប្រមាណអ្នកអេកុំឲ្យសត្រូវគេដឹងកុំទៅអួតដោយលោកហ៊ុនសែនណាមិនបាច់បញ្ចេញតែប្រមាណអ្នកទៅស្ថិតិកងទ័ពជួរមុខមើលប្រមាណអ្នកហើយលោកហ៊ុនម៉ាណីនឹងមានលុយចាយច្រើនណាគាត់ចង់បង្កើតកម្មវិធីធំប៉ុណ្ណាក៏បានដែរចាយលុយម្ដងរាប់ម៉ឺនរាប់សែនដុល្លារគាត់ណារឿងវិធីជប់លៀងរបស់ពួកគាត់ហ្នឹងអញ្ចឹងធ្វើស្ថិតិមើលកងទ័ពជួរមុខប្រមាណជួយកងទ័ពជួរមុខទៅឥឡូវនឹងកំពុងវេទនាណាបើថាមិនបានជួយច្រើនអីមួយខែ$1000អញ្ចឹងទៅណាកងទ័ពជួរមុខឲ្យគាត់$1000ទៅគ្រួសារគាត់$1000ទៅក្នុងស្ថានភាពតឹងតែងបែបហ្នឹងធ្វើម៉េចឲ្យពួកគាត់មានទឹកចិត្តក្នុងការការពារជាតិកុំនិយាយតែឆាន់តាក់លើកទឹកចិត្តអាពួកគាត់ក្រុមហ៊ុនម៉ាណីនេះទៅជប់លៀងនៅភ្នំពេញឯណោះហើយក៏ប៉ុន្តែកងទ័ពអត់បាយនៅតាមព្រំដែនណោះកំពុងកាន់កំភ្លើងអត់បាយហូបមីកញ្ចប់មួយកញ្ចប់បោះយួនទៀតនៅតាមព្រំដែនណោះវេទនាណាកុំធ្វើអញ្ចឹងអត់ថ្លៃធ្នូទេធ្វើអញ្ចឹងអត់ថ្លៃធ្នូឡើយញ៉ាំមួយទៀតបើពួកគាត់មានលុយណាហ៊ុនសែននេះមានលុយណាឃើញជួយអុកញ៉ាឆោបោកចុងក្រោយនឹង$30,000ជួយអ្នកនេះ30,000ជួយអ្នកនោះកន្លះលានឲ្យតែគ្នាគាត់មានបញ្ហាអីហ្នឹងក៏លុយចាញ់មកម្ដង30,000ម្ដងកន្លះលានពួកគាត់មានលុយអញ្ចឹងណាឥឡូវបងប្អូនភិសឹកអានោះយើងមិនប្របាកទេទិន្នន័យបញ្ចេញបានព្រោះមិនមែនកងទ័ពការពារជាតិបញ្ចេញបានទិន្នន័យប្រហែល
ជួយពួកគាត់ទៅកុំមួយឆ្នាំយកទៅឲ្យពួកគាត់មកលៀនចឹងរួមមិនកើតទេជួយពួកគាត់រយៈពេលប្រហែលឆ្នាំក្នុងមួយខែជូនពួកគាត់ប្រហែលមួយខែជូនពួកគាត់ប្រហែល2 លាន3 លាន4 លានឬ5 លានមកគ្រួសារប្រហែលលាន សំខាន់តិចលោកកឹមសុខកន្លែងនេះខាងក្រុមការងារទូស៊ីស្រីធ្លាប់បានសាកសួរទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះប្រអសន្នតាមជំរំភេសកហ្នឹងតាមពិតរដ្ឋាភិបាលគេមានរបបឲ្យចឹងមែនគេហៅក្រីក្រកម្រិត1កម្រិត2ហ្នឹងបូករួមទាំងបានគេហៅបានបសសដែលពួកគាត់បានប៉ុន្តែបញ្ហាហ្នឹងត្រង់ចេះទេចំនួនទឹកប្រាក់លុយមួយខែហ្នឹងម្ដង20ម៉ឺនអីទេលោកកឹមសុខមិនបានដល់រាប់លានអីទេតែ20ម៉ឺនអីហ្នឹងបូកសរុបចូលគ្នាមកគ្រួសារដែលមានគ្នា4 5នាក់អីហ្នឹងបាទ20ម៉ឺនតែតែសាំម៉ូតូជិះមិនគ្រប់ណាដូច្នេះគាត់ទៅធ្វើអីកើតពាក្យថាជួយសង្គមមិនមែនជួយឲ្យត្រឹមតែហុំគ្រប់ចឹងទេជួយសង្គមមានន័យថាកាលណាជីវភាពគាត់មិនគ្រប់គេត្រូវតែព្យាយាមផ្ដល់ជំនួយឲ្យគ្រប់ឲ្យពួកគាត់អាចរស់បាននិងអភិវឌ្ឍខ្លួនឯងបានអានឹងបានជំនួយសង្គមលោកហ៊ុនម៉ាណែតមានលុយច្រើនណាខ្ញុំជឿថាពួកគាត់មានលុយច្រើនណាទៅជួយទៅជួយទៅបានមុខមាត់ហើយខ្ញុំមិនចំណែនទេខ្ញុំអត់ចំណែនទៅអូអ្នកឯងមានលុយទៅជួយហើយគឹមសុខទៅចំណែនអត់ទេខ្ញុំអត់ចំណែនទេទៅជួយប្រជាពលរដ្ឋទៅអានឹងបើសិនជាមានលុយខ្លាំងណាស់កុំចាយវាខ្ជិះខ្ជាយនៅភ្នំពេញហ្នឹងវាអត់បានការអីទេមួយវិញទៀតខ្ញុំចង់ផ្ដល់យោបល់ដល់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែរថាក្នុងពេលហ្នឹងណាដើម្បីអាចកសាងប្រទេសកម្ពុជាស្ដារមុខមាត់កម្ពុជាវិញបានណាជួយប្រជាពលរដ្ឋបានណាយើងត្រូវគិតឲ្យមែនតែនអំពីការស្ដារឡើងវិញនៅវិស័យសេដ្ឋកិច្ចលើលោកហ៊ុនម៉ាណែតនិយាយដែរខ្ញុំធ្លាប់និយាយរឿងហ្នឹងប្រហែលខែមុនលោកហ៊ុនម៉ាណែតស្រាប់តែនិយាយតាមក្រោយគឺថាអូពង្រឹងកម្លាំងជាតិមានស្ដារសេដ្ឋកិច្ចត្រូវហើយស្ដារសេដ្ឋកិច្ចប៉ុន្តែពាក្យថាស្ដារសេដ្ឋកិច្ចហ្នឹងមិនមែនមានន័យត្រឹមតែបិទតំណែងថៃទេអានោះគេហៅស្ដារសេដ្ឋកិច្ចទេអត់ទេពាក្យថាស្ដារសេដ្ឋកិច្ចហ្នឹងគឺធ្វើឲ្យគេឈ្មោះទី1ត្រូវស្ដារគេឈ្មោះរបស់យើងគឺស្ដារគេឈ្មោះឲ្យអាប្រព័ន្ធសេដ្ឋកិច្ចហ្នឹងត្រូវគេជឿទុកចិត្តអញ្ចឹងឲ្យប្រទេសហ្នឹងមានប្រជាធិបតេយ្យដោយរដ្ឋធម្មនុញ្ញអញ្ចឹងផ្សព្វផ្សាយជាតិឡើងវិញមកប្រកួតប្រជែងគ្នាមកទៅស្ដារសេដ្ឋកិច្ចបានទៅស្ដារសេដ្ឋកិច្ចយ៉ាងម៉េចត្រឹមតែបាត់តំណែងថៃហ្នឹងហើយទៅផលិតកប៉ិកកំទិញទួចនៅក្នុងស្រុកហ្នឹងទៅលក់ណៃណាស្តង់ដារក៏អត់មានអត់ទេស្ដារសេដ្ឋកិច្ចអញ្ចឹងទៅមិនរួចស្ដារសេដ្ឋកិច្ចគាត់តែរកវិធីបើកទីផ្សារហើយដើម្បីមានវិធីបើកទីផ្សារគាត់តែស្ដារប្រជាធិបតេយ្យបើកទីផ្សារអឺរ៉ុបបើកទីផ្សារអាមេរិកយើងគ្មានលទ្ធភាពធ្វើផលិតកម្មដោយខ្លួនឯងគ្រប់រឿងទេយើងត្រូវរៀនសូត្រពេលហ្នឹងជាពេលវេលាដែលយើងត្រូវបន្តបណ្ដានិងរៀនសូត្រក្នុងពេលដែលយើងបន្តបណ្ដានិងរៀនសូត្រយើងត្រូវតាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាក្រុមហ៊ុនបច្ចេកទេសកសិកម្មក៏ដោយឧស្សាហកម្មខ្នាតតូចក៏ដោយខ្នាតមធ្យមក៏ដោយទៅវិនិយោគនៅស្រុកយើងដូចម៉ាឡេស៊ីគេធ្លាប់ធ្វើអញ្ចឹងវិញយើងបន្តបណ្ដាគ្នាយើងឲ្យចូលទៅក្នុងក្រុមហ៊ុនហ្នឹងទៅបន្តិចម្ដងពេលដែលគ្នាយើងចេះយើងអាចធ្វើដោយខ្លួនយើងបានហើយថ្ងៃក្រោយអញ្ចឹងដើម្បីស្ដារសេដ្ឋកិច្ចណាគឺគេបើកលំហឲ្យមានការជឿទុកចិត្តលើប្រព័ន្ធសេដ្ឋកិច្ចត្រូវស្ដារប្រជាធិបតេយ្យឲ្យមានទីផ្សារធំហើយបង្កើននៅការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាបច្ចេកទេសគ្រប់វិស័យទាំងអស់អាហ្នឹងបានយើងស្ដារសេដ្ឋកិច្ចបានហើយស្ដារសេដ្ឋកិច្ចបែបហ្នឹងបានទោះតែយើងនៅក្នុងស្រុកខ្មែរហ្នឹងរដ្ឋាភិបាលហ្នឹងអត់មានឈ្មោះស្អុយថាអក្រិតកម្មអនឡាញអត់មានឈ្មោះស្អុយថាអក្រិតកម្មនយោបាយអត់មានឈ្មោះស្អុយផ្សេងទៀតណាអាហ្នឹងបានស្ដារសេដ្ឋកិច្ចបានលោកហ៊ុនម៉ាណែតក៏និយាយតែមួយម៉ាត់ថាយើងត្រូវស្ដារសេដ្ឋកិច្ចប៉ុន្តែមិននិយាយថាយើងស្ដារសេដ្ឋកិច្ចដោយរបៀបណាលោកបណ្ឌិតសេដ្ឋកិច្ចគួរតែនិយាយឲ្យច្បាស់ប្រាប់ប្រជាពលរដ្ឋប្រាប់ឲ្យច្បាស់ណាថាសេដ្ឋកិច្ចខ្នាតតូចហ្នឹងស្ដាររបៀបណាអាសេដ្ឋកិច្ចខ្នាតមធ្យមហ្នឹងស្ដាររបៀបណាអាសេដ្ឋកិច្ចថ្នាក់ខ្ពស់ហ្នឹងត្រូវអភិវឌ្ឍដោយរបៀបណាប្រាប់ប្រជាពលរដ្ឋឲ្យច្បាស់កុំប្រើពាក្យតែស្ដារសេដ្ឋកិច្ចតែមួយមុខដើម្បីពង្រឹងកម្លាំងជាតិស្ដារបែបណាប្រាប់ប្រជាពលរដ្ឋណាឧទាហរណ៍បញ្ហាបំណុលវាតកតងទៅនឹងការស្ដារសេដ្ឋកិច្ចដោះស្រាយបំណុលដោយរបៀបណាអត់ដោះស្រាយបំណុលផងហ្នឹងហើយទៅស្ដារសេដ្ឋកិច្ចមិនចេះដើម្បីស្ដារសេដ្ឋកិច្ចប្រជាពលរដ្ឋជាពិសេសសេដ្ឋកិច្ចខ្នាតតូចខ្ញុំនិយាយសេដ្ឋកិច្ចខ្នាតតូចចុះព្រោះឥឡូវនេះខ្ញុំដកចិត្តលើប្រជាពលរដ្ឋដែលកំពុងតែក្រីក្រនោះមែនទេដើម្បីស្ដារសេដ្ឋកិច្ចប្រជាពលរដ្ឋទាល់តែរកវិធីវិនិយោគដើម្បីដោះបំណុលប្រជាពលរដ្ឋអាហ្នឹងគេប្រើវិធីវិនិយោគដោះបំណុលវាមានតាក់ទិចរបស់វាដូចជានៅថៃគេធ្លាប់លើកគំនិតថារដ្ឋហ្នឹងជាអ្នកទិញបំណុលរបស់ប្រជាពលរដ្ឋហើយប្រជាពលរដ្ឋហ្នឹងសងបំណុលបន្តិចម្ដងតាមលទ្ធភាពបង្កើតការងារឲ្យប្រជាពលរដ្ឋអាហ្នឹងស្ទាល់តែរកវិធីដោះបំណុលប្រជាពលរដ្ឋរកវិធីផ្ដល់ការងារឲ្យប្រជាពលរដ្ឋរកវិធីបង្កើនបច្ចេកទេសឲ្យប្រជាពលរដ្ឋក៏មួយថ្ងៃលើតែព័ត៌មានគ្រឿងញៀនមួយថ្ងៃលើព័ត៌មានគ្រឿងស្រវឹងលើមួយថ្ងៃលើតែរឿងគ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងញៀនគ្រឿងស្រវឹងអាហ្នឹងយើងទៅមុខមិនរួចទេដូច្នេះដើម្បីអាចជួយប្រទេសកម្ពុជាបានតើតែចាប់ផ្ដើមពីដំណើរការហ្នឹងហើយកាលណាយើងមានកម្លាំងជាតិខ្លាំងចឹងណាការពារព្រំដែនស្រួលហើយយើងស្រួលជាតិយើងមានកម្លាំងជាតិការពារព្រំដែនយើងត្រូវផ្ដឹងយើងត្រូវប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងប្រើពេលនេះយើងទៅមុខហើយដូច្នេះឈប់សម័យបោកប្រាស់ប្រជាពលរដ្ឋខ្ញុំឃើញលោកយ៉ងច័ន្ទរាខ្ញុំឃើញលោកហ៊ុនសែនណា
ក្នុងរយៈពេល1ឆ្នាំណាអារឿងព្រំដែននេះគាត់បោកប្រាស់ប្រជាពលរដ្ឋ3 ដងណាបោកប្រាស់ប្រជាពលរដ្ឋ3 ដងណាម្ដងលើកទី1មុនវាយពួកខ្ញុំយើងទាំងអស់គ្នាប្រាប់ថាដឹងទៅតុលាការយុតិធម៌អន្តរជាតិនិងប្រាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ជាសង្គ្រាមហ៊ុនសែនអត់ទេគាត់ខ្លាំងណាគាត់ខ្លាំងមែនទែនយុទ្ធសាស្ត្រស្នៃកបីរបស់គាត់សំណាញ់មេឃរបស់គាត់អត់ខ្លាចថៃទេវាយគាត់ប្រមូលឲ្យគេវាយដល់គេវាយលើកទី1ប្រៅមកមើលទៅទប់គេមិនជាប់គាត់មកបោកប្រជាពលរដ្ឋមួយសាទៀតណាគាត់ថាហ្នឹងមិនមែនរឿងឆ្លៀនពៀនទេអារឿងឆ្លៀនពៀនហ្នឹងរឿងចោតគ្នាទៅវិញទៅមកស្ដាប់คลิปវីដេអូហ៊ុនសែនថាអាឆ្លៀនពៀនហ្នឹងថៃចោតយើងចោតថៃចោតគ្នាទៅវិញទៅមកទេយើងចោតចាគ្នាទៅដំបូងគេថាដំបូងគាត់ហៅគេសិតចោលសៀមគេឆ្លៀនពៀនត្រូវតែវាយយើងថាកុំវាយអាចូលដំណាក់កាលទី2យើងថាឥឡូវនេះដើម្បីទប់ស្កាត់ថៃវាយលើកទី2ផ្ដាំងភ្លាមអត់ផ្ដាំងទេនៅតែមិនផ្ដាំងទៀតថៃវាយទៀតដល់ទៅពេលថៃវាយទៀតឥឡូវហ្នឹងមកបោកប្រជាពលរដ្ឋថាយើងនេះនៅក្រៅប្រទេសជាអ្នកញុះញង់ទៅវិញក្នុងរយៈពេល1ឆ្នាំហ្នឹងគាត់បោកប្រជាពលរដ្ឋ3 ដងម្ដងទី1គាត់ថាវាយយើងថាកុំវាយគាត់ថាវាយដល់ទៅពេលគេវាយហើយគាត់ថាអាឆ្លៀនពៀនហ្នឹងចោលគ្នាទៅវិញទៅមកទេហើយផ្ទុះសង្គ្រាមដល់ឥឡូវគាត់មកចោទយើងខ្ញុំថាយើងខ្ញុំជាអ្នកញុះឲ្យវាយទៅវិញហើយមិនដឹងអញ្ចឹងយើងគិតទៅមើលទៅមុខរួចទេតែប៉ិតលោកកឹមសុខនៅឯជំរំភាសឹកហ្នឹងតាមក្រុមការងាររបស់ទូតអាស៊ីសេរីបានសាកសួរប្រជាពលរដ្ឋហ្នឹងមានការបំផុសពាក្យខ្លះទៀតក្រៅពីការថាអ្នកខាងក្រៅចង់យុះមានសង្គ្រាមហ្នឹងរហូតដល់មានអាជ្ញាធរខ្លះលួចទៅប្រាប់ប្រជាពលរដ្ឋហ្នឹងថាឃើញទេមានបញ្ហាគឺសម្ដេចពុកអត់ដែរចោលយើងទេណាសម្ដេចពុកខ្វាយខ្វល់ពីយើងឲ្យផ្ទះយើងរហូតឥឡូវឲ្យលុយឲ្យកាក់ឲ្យស្បៀងឲ្យអីទៀតហើយឥឡូវទៅមើលពួកសំរងស៊ីមានឲ្យអីពួកហ្នឹងមួយថ្ងៃគិតតែនិយាយកឹមសុខអីហ្នឹងចង់បែកប្រពុះមាត់ហើយនេះយើងបានលើកផ្ទាល់ពីខាងអ្នកភូមិបាទខ្ញុំប្រាប់ប្រជាពលរដ្ឋមិនចេះវិញបើសំរាំងស៊ីបើកឹមសុខដឹកនាំរដ្ឋាភិបាលនៅក្នុងស្រុកវិញណាទី1បងប្អូនប្រជាពលរដ្ឋភាគសឹកហ្នឹងណាយើងស្ថិតតាមគ្រួសារយើងអត់យកបងប្អូនទៅដាក់ជំរំភាគសឹកបែបហ្នឹងទេអត់ទេយើងយកបងប្អូនទៅដាក់ទីប្រជុំជនហើយសង់ជាលំនៅឋានជូនបងប្អូននៅទីប្រជុំជនឬក៏ក្នុងដំណាក់កាលហ្នឹងរដ្ឋជាអ្នកធានាហ្មងអ្នកធានាឧបមាថាបង្កើតជាជំរំជនភៀសខ្លួនប៉ុន្តែអាគារដូចផ្ទះអញ្ចឹងនៅទីប្រជុំជនហ្នឹងដើម្បីអីដើម្បីឲ្យបងប្អូនអាចប្រកបមុខរបរបានផងហើយកូនចៅបងប្អូនអាចទៅរៀនសូត្របានផងទីប្រជុំជនចិត្តសាលាហ្មងអត់មានយកទៅដាក់នៅក្នុងព្រៃអញ្ចឹងទេយកទៅដាក់ក្នុងព្រៃយកទៅបោះចោលលោកយ៉ងច័ន្ទរានៅប្រទេសនេះណានៅប្រទេសហ្វាំងឡង់ណាគេមិនយកជនភៀសសឹកទៅដាក់ក្នុងព្រៃចោលទេអត់ទេជនភៀសសឹកនៅទីប្រជុំជននៅចិត្តសាលារៀននៅចិត្តផ្សារមានកូនទៅរៀនបានមានផ្សារពុកម្ដាយទៅរកស៊ីបានអាហ្នឹងមួយយកអត់ធ្វើដោយហ៊ុនសែនទេអត់ធ្វើទេហើយទីប្រជុំជនអត់ខ្វះកន្លែងទេបើថាអត់មានដីឯកជនសម្រាប់យើងជួលបានសម្រាប់យើងធ្វើអីបានដីរដ្ឋមានតាទីប្រជុំជនមានដីរដ្ឋតាអត់ខ្វះទេហើយពួកគាត់ស្នាក់នៅបណ្ដោះអាសន្នដោយមិនចាំបាច់បង់ប្រាក់ដោយមិនចាំបាច់ចេញថ្លៃទឹកដោយមិនចាំបាច់ចេញថ្លៃភ្លើងរួចហើយពួកគាត់រកស៊ីបានធម្មតាកូនទៅរៀនបានធម្មតាហើយបើយកពួកគាត់ទៅនៅកន្លែងអីភូមិរងចាំហ្នឹងរងចាំហើយក្មេងនឹងទៅរៀនឯណាផងហ្នឹងក្មេងនឹងទៅរៀនឯណាទេអានេះទី1ទី2អ្នកដែលមានលទ្ធភាពយើងត្រូវធ្វើស្ថិតិឲ្យច្បាស់ថាគ្រួសារណាគាត់មានលទ្ធភាពរកស៊ីបានអត់បើគាត់គ្មានលទ្ធភាពរកស៊ីបានទេត្រូវផ្ដល់ជំនួយឲ្យគាត់អាចរស់បានបង្ហាត់គាត់បង្រៀនគាត់ចង់រៀនអីផ្ដល់លទ្ធភាពឲ្យគាត់ដើម្បីឲ្យគាត់មានជំនាញតើទៅយកគាត់ទៅដាក់ចិត្តសាលាតើយកគាត់ទៅដាក់ចិត្តកន្លែងអប់រំមិនធ្វើកើតបើយកគាត់ទៅដាក់ក្នុងព្រៃធ្វើអត់កើតទេរឿងអញ្ចឹងនោះទី3យើងប្រាប់ពួកគាត់មកធានាភាពថ្លៃថ្នូររបស់ពួកគាត់ជីវិតពួកគាត់កូនចៅពួកគាត់រៀនសូត្រត្រឹមត្រូវរហូតតតែយកដីរបស់ពួកគាត់បានមកវិញគឺផ្ដាំប្រាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផ្ដាំទៅតុលាការអន្តរជាតិយកដីពួកគាត់មកវិញឲ្យតតែបានគឺយកបានហ្មងឥឡូវរដ្ឋាភិបាលក្រុមគ្រួសារនេះអត់ហ៊ានទេអត់ហ៊ានបង្ហាញចំហឲ្យច្បាស់ទេនេះថាដីតំបន់នោះជាដីរបស់ខ្មែរអត់ហ៊ានណាអត់ហ៊ានទេត្រឹមតែហ៊ានសារថាដោះស្រាយបងប្អូនរងចាំទៅដោះស្រាយហ៊ានតែប៉ុណ្្នឹងអត់ហ៊ាននិយាយថានោះជាដីខ្មែរយើងត្រូវតែយកវិញអត់ហ៊ាននិយាយទេណាសូម្បីតែកោះគុតដែនសមុទ្រយើងឃើញគេរុញទៅយន្តការចាប់បង្ខំ UN Close គេរុញទៅនងមែនក៏ប៉ុន្តែមកដល់ពេលនេះហ៊ុនសែនហ៊ុនម៉ាណែតអត់ហ៊ាននិយាយថាអាតំបន់សមុទ្រហ្នឹងជារបស់ខ្មែរអត់ហ៊ាននិយាយទេណាអត់ដែរណាគេដោះស្រាយអញ្ចឹងទេនៅលើពិភពលោកកាលណាគេប្តឹងឬគេប្រើយន្តការអន្តរជាតិគេប្រាប់ប្រជាពលរដ្ឋហ្មងថានោះទឹកដីយើងថានោះជាកម្មសិទ្ធិរបស់ប្រទេសយើងគេប្រាប់ប្រជាពលរដ្ឋអញ្ចឹងមកបានគេប្តឹងបានគេប្រើយន្តការអន្តរជាតិនេះអត់ហ៊ាននិយាយផងណាឥឡូវទៅសួរហ៊ុនម៉ាណែតថា
ចាំបាច់និយាយអីច្រើនបើអួតបបាច់បបោចបោកប្រាស់ប្រជាពលរដ្ឋនិយាយដល់មហោហើយប៉ុន្តែសួររឿងទឹកដីហ៊ានបញ្ជាក់ចំហទេកុំនិយាយច្រើនអានោះគេធ្វើកាយអានោះគេធ្វើកាយឃើញទេអានេះមិនមែនដឹកនាំទេដូចហ៊ុនសែនចឹងហ៊ុនម៉ាណែតចឹងឥឡូវហ៊ុនសែនទៅជួបជនភៀសសិទ្ធទៅជួបប្រជាពលរដ្ឋភៀសសិទ្ធអ្វីដែលត្រូវប្រាប់ពួកគាត់ថាជួយពួកគាត់ដោយរបៀបណាជីវភាពប្រាប់ពួកគាត់ថាជួយបណ្ដុះបណ្ដាលកូនចៅពួកគាត់ដោយរបៀបណាប្រាប់ពួកគាត់ថាយកដីមកវិញដោយរបៀបណាមិនមែនទៅគម្រាមកំហែងពួកគាត់ទេមិនមែនថាអាណាគេនោះនិយាយស្អីឲ្យស្អីគាត់នោះមួយម៉ាត់ពីរម៉ាត់នោះចាប់ដាក់គុកបាត់ហើយអត់មានទៅនិយាយរឿងហ្នឹងទេអត់មានទេប្រជាពលរដ្ឋកំពុងវេទនាណាស់ព្រួយណាស់ភ័យណាស់អាព្រួយអត់ដីនេះមួយអាព្រួយអស់ផ្ទះនេះពីរអាទ្រព្យសម្បត្តិខំសន្សំរាប់ចំនួននេះ3អាព្រួយកូនថាមិនដឹងទៅរៀននៅណានេះ4អនាគតកូនបែបនេះ5ឪពុកម្ដាយចាស់មិនដឹងថែទាំបែបណាពីព្រោះអត់លទ្ធភាពនេះ6បញ្ហាអសន្តិសុខនេះ7មិនដឹងថារស់ស៊ីអីនេះ8ហើយទៅតែចាប់ផ្ដើមដាំដំណាំកាពេកកពុកដាំជែកជុំវិញផ្ទះនេះ9ទឹកភ្លើងនេះមិនដឹងមកពីណា10គាត់ថាមហាសែនបញ្ហាក៏ប៉ុន្តែគាត់ថាបាននិយាយរឿងអស់ហ្នឹងទេមេដឹកនាំគេមិនដែលធ្វើចឹងទេមេដឹកនាំកាលណាគេទៅតំបន់ណាគេប្រាប់ប្រជាពលរដ្ឋអំពីដំណោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់ហ្នឹងបើយើងខ្ញុំដឹកនាំយើងខ្ញុំអត់ធ្វើចឹងទេបើគ្មានសមត្ថភាពប្រាប់ប្រជាពលរដ្ឋនិងជួយប្រជាពលរដ្ឋជាក់ស្ដែងណាណាមិនដឹងទេខ្ញុំ1ម៉ោងខ្ញុំដល់ចឹងខ្ញុំនៅទេខ្មាស់ប្រជាពលរដ្ឋហើយប្រទេសជាតិនិងប្រទេសជាតិរបស់មនុស្សទាំងអស់គ្នាយើងតែចេញទៅទុកឲ្យគេម្ដង17លាននាក់ថា10លាននាក់ពេញវ័យ10លាននាក់ទៀតឬអ្នកថ្មីទៅកុំនៅខ្មាស់គេអាស្រោចគេឈ្មោះខ្ញុំអត់នៅទេបើខ្ញុំអត់នៅទេខ្ញុំអត់សមត្ថភាពខ្ញុំអត់នៅទេខ្ញុំតែចេញហើយបើខ្ញុំអត់សមត្ថភាពដឹកនាំ បាទអរគុណច្រើនលោកកឹមសុខអញ្ចឹងយើងនឹងបន្តតាមដានទៀតជាពិសេសតាក់ទងទៅនឹងរឿងការដោះស្រាយសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋភេសកនេះជារឿងមួយគួរចាប់អារម្មណ៍មែនទែនយើងនឹងអាចមានការជជែកគ្នាទៅលើរឿងហ្នឹងទៀតពីព្រោះថាអ្វីដែលយើងមើលឃើញនៅពេលនេះរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មត្រឹមតែឲ្យប្រជាពលរដ្ឋនឹងចាប់ផ្ដើមចិញ្ចឹមសត្វចាប់ផ្ដើមដាំដំណាំឯងតិចតួចទេគោលនយោបាយបង្កើតជារោងចក្រសហគ្រាសឯនៅតំបន់ហ្នឹងអត់មានទេដូច្នេះហើយយើងនឹងអាចពិនិត្យមើលទស្សនវិជ្ជាមួយទៀតហើយក៏វាពាក់ព័ន្ធដែរទៅនឹងសមត្ថភាពរបស់លោកហ៊ុនម៉ាណែតដោយលោកកឹមសុខបានរៀបរាប់តាំងពីដើមអញ្ចឹងបញ្ហាពីរដែលត្រូវដោះស្រាយហើយសុទ្ធសឹងតែចំទៅនឹងជំនាញនៃសញ្ញាបត្រដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងស្ពាយពីបរទេសមកទៀតយោធាការពារជាតិនឹងស្ពាយមកពី West Point ហើយសញ្ញាបត្រសេដ្ឋកិច្ចគាត់ហៅខ្លួនគាត់ថាជាបណ្ឌិតសេដ្ឋកិច្ចមកពី Bristol ចក្រភពអង់គ្លេសហ្នឹងឥឡូវមកដល់ស្រាយរឿងសេដ្ឋកិច្ចហ្នឹងមកអញ្ចឹងសិតតែជាវិញ្ញាសាសំខាន់ដែលតេស្តមើលទៅលើសមត្ថភាពជាក់ស្ដែងរបស់លោកហ៊ុនម៉ាណែតជាជាងសមត្ថភាពនៅលើតែกระดาษនឹងលោកកឹមសុខយើងជជែកគ្នានេះក៏បានច្រើនហើយដែរ3ម៉ោងហើយការផ្សាយរបស់យើងប៉ុន្តែអ្នកស្ដាប់របស់យើងមិនស្រកស្រកសោះគាត់នៅតែបន្តរងចាំស្ដាប់ទៀតហើយមានការ comment ច្រើនប៉ុន្តែខ្ញុំសូមបិទបញ្ចប់ការពិភាក្សាត្រឹមប៉ុណ្្នឹងទៅគ្រាន់តែចំណុចចុងក្រោយមួយដែលលោកកឹមសុខបានសកត់ធ្ងន់ច្បាស់អំបញ្ញមិញគឺថាកម្ពុជាមិនអាចបោះបង់ចោលនៅសិទ្ធិស្វ័យការពារខ្លួនបានទេរដ្ឋធម្មនុញ្ញរបស់យើងក៏បានធានាហើយរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវតែការពារលោកយកចន្ទរាមុននឹងបញ្ចប់កន្លែងហ្នឹងហើយសូមលោកយកចន្ទរាសរុបបន្តពីខ្ញុំចុះសុំទោសមុននឹងបញ្ចប់កន្លែងហ្នឹងរឿងសិទ្ធិស្វ័យការពារខ្លួនខ្ញុំចង់បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឲ្យច្បាស់កុំចាញ់បាក់ហ៊ុនសែនរឿងសិទ្ធិស្វ័យការពារខ្លួនណាកាលណាគេឈ្លានពានយើងហើយភាគី2មានសិទ្ធិស្វ័យការពារខ្លួនរដ្ឋាភិបាលនិងកងទ័ពប្រើកម្លាំងដើម្បីការពារទឹកដីយើងភ្លាមយើងអត់រំលោភរដ្ឋធម្មនុញ្ញទេយើងធ្វើតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទៀតអាហ្នឹងរដ្ឋាភិបាលនិងកងទ័ពទី2ពលរដ្ឋយើងហ្នឹងកាលណាគេចូលមកហើយជាបុគ្គលជាក្រុមអាចរួមគ្នាទប់ស្កាត់ការឈ្លានពានបានស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទី3គឺថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតដូចជំទាន់បានធ្វើនេះរដ្ឋាភិបាលត្រូវធ្វើលិខិតសុំអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬអង្គការសហប្រជាជាតិដើម្បីឲ្យថៃអ្នកឈ្លានពាននឹងដកកងទ័ពចេញពីទឹកដីនៃប្រទេសកម្ពុជាយើងហើយចំណុចមួយទៀតដែលរដ្ឋាភិបាលត្រូវធ្វើណាគឺបើមិនដកទេស្នើឲ្យគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិស្នើឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសឈ្លានពានដូច្នេះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតត្រូវមានភាពឆ្លាតវៃខ្លះទៅក្នុងការជួយប្រទេសកម្ពុជាឬមិនហ៊ានស្នើឲ្យប្រទេសផ្សេងមិនហ៊ានស្នើឲ្យស្ថាប័នអន្តរជាតិផ្នែកហិរញ្ញវត្ថុធំដាក់ទណ្ឌកម្មលើថៃទេពីព្រោះខ្លួនវាមានអាចជាប់ទណ្ឌកម្មអកតកម្មអនឡាញផងអីផងអាហ្នឹងបើសិនជាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនហ៊ានស្នើឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថៃមានតែខ្លួនឯងនឹងវាជាប់ដែរវាជាប់រឿងអកតកម្មតែសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មដែរអញ្ចឹងអត់ហ៊ានជាមួយថៃខ្លាចចាញ់នយោបាយការទូតរបស់ថៃក្នុងការអុកមកវិញពីព្រោះរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនដែលជាប់នឹងចំណងឆបអនឡាញនេះខ្លាចថៃខ្លាំងណាស់អំពីចាររំការទូតរបស់ថៃអុកឲ្យប្រទេសនានាដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនអញ្ចឹងតែខ្ញុំចង់បញ្ជាក់ចុងក្រោយថាសិទ្ធិការពារខ្លួនយើងមានប៉ុន្តែមកពីយើងអត់មានរដ្ឋាភិបាលមួយដែលអនុវត្តសិទ្ធិការពារខ្លួននឹងបានខ្ញុំចង់បញ្ជាក់ជូនបងប្អូនអញ្ចឹងណាហើយប្រសិនបើមានរដ្ឋាភិបាលត្រឹមត្រូវដែលអាចអនុវត្តសិទ្ធិការពារខ្លួនបានណាមិនមែនតែរដ្ឋាភិបាលមិនមែនតែកងទ័ពដែលអាចការពារខ្លួនទេគឺរដ្ឋាភិបាលហ្នឹងអាចបកគលអាវុធឲ្យប្រជាពលរដ្ឋអាចបកគលលទ្ធភាពឲ្យប្រជាពលរដ្ឋដើម្បីការពារខ្លួនហ្មងហើយប្រាប់សហគមន៍អន្តរជាតិអត់មានខុសទេណាពីព្រោះអីយើងនៅលើដៃយើងទេយើងអត់មានទៅវាយលើដៃគេទេ
រឿងអីដែលយើងមិនអាចការពារខ្លួនលោកហ៊ុនសែនកុំបោកប្រាស់ប្រជាពលរដ្ឋខ្មែរមកដល់ពេលនេះថៃអត់មានជនភៀសសឹកទេអត់មានជនភៀសសឹកទេមានតែខ្មែរទេមានពលរដ្ឋភៀសសឹកជិត1លាននាក់អានឹងមានអត្ថន័យត្រង់ណានៅត្រង់ថាថៃអត់មានជនភៀសសឹកទេពីព្រោះខ្មែរមិនបានវាយចូលថៃគឺថៃវាយចូលខ្មែរទេដែលខ្មែរមានពលរដ្ឋភៀសសឹកអញ្ចឹងបើខ្មែរមានពលរដ្ឋភៀសសឹកជិត1លាននាក់មានន័យថាពលរដ្ឋភៀសសឹក1លាននាក់របស់ខ្មែរបាត់បង់ទឹកដីរឿងអីដែលមិនត្រូវការពារខ្លួនម្ល៉េះហើយរឿងដែលសំខាន់ខ្ញុំជម្រាបជូនបងប្អូនប្រជាពលរដ្ឋសិទ្ធិការពារខ្លួនយើងត្រូវតែធ្វើសិទ្ធិការពារខ្លួនត្រូវតែធ្វើសកម្មភាពការពារខ្លួនផងហើយយើងប្តឹងទៅតុលាការយុតិធម៌អន្តរជាតិនិងធ្វើនយោបាយការទូតផងអានឹងបានឈ្នះបើមិនចឹងទេយើងអត់ឈ្នះទេហើយបើចង់ឈ្នះបងប្អូននឹងស្រាប់ហើយបងប្អូនដែលភៀសសឹកខ្ញុំនិយាយម្ដងទៀតជំរុញរដ្ឋាភិបាលប្តឹងទៅតុលាការយុតិធម៌អន្តរជាតិបើរដ្ឋាភិបាលមិនដឹងដូរចោលវាមិនដែរណាទុករដ្ឋាភិបាលមួយដែលមេដឹកនាំសារភាពថាខ្ញុំអត់បានការពារទឹកដីសារភាពមិនចង់អត់បានការពារទឹកដីមិនដែរទេខ្ញុំដែរទុករដ្ឋាភិបាលចឹងអរគុណច្រើនណាអរគុណច្រើនលោកកឹមសុខដូច្នេះខ្ញុំមិនបាច់សង្ខេបអីច្រើនទេគ្រាន់តែថាមួយម៉ាត់ដោយខ្លីហ្នឹងថាលោកកឹមសុខចង់សង្កត់គុណថាកុំចាញ់បោកលោកហ៊ុនសែនអីពីព្រោះរឿងទៅច្បាំងយកទឹកដីដែលថៃកំពុងគ្រប់គ្រងនឹងមកវិញអានឹងជារឿងមួយរឿងមួយទៀតរឿងសិទ្ធិស្វ័យការពារខ្លួនគឺយើងនៅតែមានយើងអាចអនុវត្តបានរឿងពីរហ្នឹងរឿងផ្សេងគ្នាបើសិនជាយើងប្រើកម្លាំងទៅវាយពីវាពិបាកមែនវាបង្ហូរឈាមមែនប៉ុន្តែនៅពេលដែលគេមករុលចូលទឹកដីយើងដែលបំពេញទៅលើកិច្ចព្រមព្រៀងបទច្បាញ់ហើយយើងនៅតែអាចមានសិទ្ធិប្រើហើយត្រូវតែប្រើនៅសិទ្ធិស្វ័យការពារខ្លួនហ្នឹងហើយលោកក៏បានបញ្ជាក់តាំងដើមថារដ្ឋាភិបាលក្រៅប្រទេសហ្នឹងគ្មានបំណងឯណាឬមួយក៏តែចង់ឲ្យមានសង្គ្រាមអីហ្នឹងទេអ្វីដែលលើកឡើងគឺចង់ឲ្យរុញឲ្យមានដំណោះស្រាយក៏ប៉ុន្តែក្នុងពេលជាមួយគ្នាត្រូវតែចេះការពារខ្លួនមិនអាចបដិបដោយឲ្យគេមកជន់ឈ្លីឲ្យបានតាមពើចិត្តទេហើយជាចំណុចសំខាន់មួយទៀតនេះគឺថាលោកកឹមសុខក៏បានផ្ដល់ជាអនុសាសន៍ខ្លះដែរទៅដល់រដ្ឋាភិបាលឲ្យគិតគូរពីនយោបាយសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសអ្នកដែលបាត់បង់លំនៅឋានផ្ទះសម្បែងដីធ្លីរបស់ពួកគាត់ហ្នឹងហើយសំខាន់មួយទៀតគឺចង់ឲ្យមានការរួបរวมជាតិតើតែមានការរួបរวมជាតិបានលោករបបដឹកនាំសប្តាហ៍ថ្ងៃមិនថាតែរបបដឹកនាំតកូលហ៊ុនឬមួយក៏រដ្ឋាភិបាលក្រោយទៀតទេគឺមានភាពស្របច្បាប់ឬមួយក៏មានធម្មមានរូបដែលយើងប្រើពាក្យថា legitimacy អាចទៅដោះស្រាយបញ្ហាទាំងឡាយរបស់ជាតិបានហើយមានការគ្រប់គ្រងពីអន្តរជាតិនឹងជាសរុបរួមមកវិញនៃអ្វីដែលលោកកឹមសុខបានលើកឡើងហើយនឹងអ្វីដែលយើងបានជជែកពិភាក្សាតាំងពីដើមមកហ្នឹងដូច្នេះយើងអាចនឹងជួបគ្នានៅក្នុងឱកាសក្រោយទៀតមកដល់ពេលនេះខ្ញុំបាទសូមអរគុណលោកកឹមសុខហើយជូនពរឲ្យលោកមានសំណាងល្អនិងសុខភាពល្អបាទអរគុណជំរាបលាបាទ